ជំរាបសួរបងប្អូនទាំងអស់គ្នាដែលចូលមកកាន់ Channel វុទ្ធិអរិយៈដោយ like មុននឹងចូលទៅកាន់សាច់រឿងរបស់យើងសូមបងប្អូនទាំងអស់គ្នាកុំភ្លេច comment ក៏ដូចជាការចុចមេដៃនិង share ម្នាក់មួយផងហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាមិនចិត្តកំណាញ់នោះទេឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្ដាប់រឿងរ៉ាវពេញថាវាមានអត្ថន័យអត្ថរសបែបណាខ្លះបន្ទាប់ពីការប្រយុទ្ធសឹកអាគមត្រូវបានបញ្ចប់ប្រឡេកទៅមើលលោកអ៊ំចាន់វិញហាក់បីដូចជាអស់កម្លាំងជាខ្លាំងសម្បីតែដើរក៏លើកជើងមិនចង់រួចដែរជាពិសេសជើងខាងស្ដាំរបស់អ៊ំចាន់ញ័រឲ្យទៅត្រើតសឹងថាពេលហ្នឹងអ៊ំចាន់ក៏ទប់លំនឹងមិនចង់ជាប់នោះទេបើតាមមើលពីចម្ងាយទៅចំណែកពុកជុំឯនេះវិញអង្គុយក្បែរកង់ជក់បារីធ្វើមិនដឹងមិនលឺហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងតតែសោះតែរំពេចភ្លាមហ្នឹងអ៊ំចាន់គាត់ក៏បានស្រែកហៅពុកជុំពីចម្ងាយថាជុំអើយហើយម្នេះបន្តិចមកអញដូចជាមានអារម្មណ៍ថាមិនសូវស្រួលទេវើយជើងទាំងពីររបស់អញគឺញ័រខ្លាំងណាស់មិនដឹងថាវាកើតស្អីនោះទេអញឈរទប់លំនឹងមិនចង់បានទេវើយពុកជុំស្ដាប់អ៊ំចាន់ភ្លាមមើលទៅគាត់ហាក់បីដូចជាមានការផិតភ័យខ្លះដែរក៏បោះបារីចោលរួចក៏យកជើងជន់ញីកន្ទុយបារីការពារសល់ចំហាយភ្លើងអាចនឹងបណ្ដាលឲ្យឆេះព្រៃអីចឹងទៅតបមកទៀតគាត់ក៏បានទាញកង់បោយ៉ាងលឿនទៅរកកន្លែងដែលអ៊ំចាន់កំពុងតែអង្គុយសម្រាកពេលដែលទៅដល់ភ្លាមពុកជុំក៏បានសួរទៅកាន់អ៊ំចាន់ថាហើយឯកើតស្អីបានតែជើងរបស់ឯងញ័រឲ្យទៅត្រើតដូចជាកង្កែប្រឡាក់អំបិលយ៉ាងហ្នឹងពេលហ្នឹងអ៊ំចាន់ក៏បានតបមកវិញថាមុនហ្នឹងដូចអញប្រាប់ឯងអញ្ចឹងវាអត់មានអីទេតែពេលនេះបែរជាវាញ័រទៅត្រើតទៅវិញមើលទៅប្រហែលជាត្រូវរបស់គេក៏មិនដឹងហើយមុនហ្នឹងឯងក៏ដឹងដែរថាមុនវិជាការរបស់វាគឺខ្លាំងណាស់វើយមុនហ្នឹងអញដឹងតើថាមុនវិជាការរបស់វាខ្លាំងណាស់លេងសើចមិនបានទេក៏ប៉ុន្តែតាមសមត្ថភាពរបស់ឯងរឿងប៉ុណ្ណេះវាគ្មានអ្វីដែលថាដោះស្រាយមិនបានឡើយឥឡូវមិនបាច់គិតអីច្រើនទេព្យាយាមដកដង្ហើមវែងហើយគិតមួយថាជើងរបស់ឯងទាំងពីរនេះវាត្រូវនឹងអីអ៊ំចាន់វិញបន្ទាប់ពីឮពុកជុំប្រាប់គាត់បែបហ្នឹងគាត់ក៏ព្យាយាមសម្រួលអារម្មណ៍ហើយដកដង្ហើមវែងបន្ទាប់មកគាត់ក៏បានប្រមាលមើលពីទស្សនវិជ្ជានៃការប្រយុទ្ធសឹកអាគមរបស់គាត់ជាមួយបរិសម្នាក់ដែលគេនោះជាអ្នកលេងខ្លាញ់ខ្លានឹងឯងបន្ទាប់ពីគាត់បានគិតល្អិតល្អន់និងប្រមាលមើលរួចហើយអ៊ំចាន់ក៏បានតបទៅកាន់ពុកជុំវិញថាអញនឹកឃើញហើយតាមពិតទៅជើងរបស់អញទាំងពីរហ្នឹងវាញ័រក៏ដោយសារតែខ្លាទះត្រូវនឹងឯងកាលដែលវាវាយត្រូវដបងនោះគឺគ្មានអារម្មណ៍ឈឺចាប់អីបន្តិចក៏ប៉ុន្តែពេលនេះវិញមានអារម្មណ៍ថាដូចចង់គ្រិចតសៃមិនដឹងទេហើយជួយមើលអញផងកបិតចិត្តដងឯងមិនកើតទេវើយពុកជុំវិញអំឡុងពេលដែលលឺអ៊ំចាន់និយាយបែបហ្នឹងគាត់ក៏បានបកកង់របស់គាត់ហ្នឹងទៅផ្អែកនៅដើមឈើទាលបន្ទាប់មកគាត់ក៏បានដើរមកគីអ៊ំចាន់រួចគាត់ក៏ពោលពាក្យនិយាយថាមិនអីទេចាំអញជួយមើលឲ្យហើយនៅក្នុងថង់យានរបស់ឯងមានសល់ស្រាឬក៏អត់ហ្នឹងអ៊ំចាន់ស្ដាប់ហើយគាត់ក៏បានសម្លឹងមុខពុកជុំបន្ទាប់មកគាត់ក៏បាននិយាយយីអានេះអញមិនមែនហៅឯងមកផឹកស្រាឯណាអញហៅឯងឲ្យមកមើលជើងអញគីឡូវាបានធូរបានក្រាន់ពុកជុំស្ដាប់ហើយគាត់ក៏បានតបមកកាន់អ៊ំចាន់វិញយ៉ាងលឿនអត់ទេអញមិនមែនយកស្រាយកមកផឹកឯណាអញយកមកជួយឯងទេតើយកមកធ្វើថ្នាំនឹងឯងដើម្បីរៀបជើងឲ្យឯងនឹងមិនមែនយកមកប្រមឹកនៅពេលនេះឡើយវើយអញផឹកក៏មើលកលៈទេសៈដែរពេលឮដូចហ្នឹងអ៊ំចាន់ក៏មិនបានតបហើយនិយាយវែងឆ្ងាយអ្វីជាមួយនឹងពុកជុំទៀតដែរគាត់ក៏បានវេកថង់យាមដែលគាត់ស្បៀជាប់នឹងខ្លួននឹងមើលពេលដែលវេកទៅក៏ឃើញស្រាហ្នឹងសល់កន្លះលីត្រដែលគាត់ដាក់យកមកជាមួយនឹងបន្ទាប់មកក៏ហុចឲ្យពុកជុំចំណែកពុកជុំវិញបន្ទាប់ពីបានស្រាកន្លះលីត្រហើយគាត់ក៏បានឲ្យអ៊ំចាន់ហ្នឹងផ្អែកទៅលើគល់ឈើនឹងតម្រេតខ្លួនឲ្យត្រង់បន្ទាប់មកឲ្យសំដោកជើងទាំងពីរហ្នឹងត្រង់ទៅខាងមុខដាក់ឲ្យស្មើគ្នាបន្ទាប់មកទៀតគាត់ក៏ចាប់ផ្ដើមសូត្រភាវនានៅគាថារបស់គាត់នឹងដើម្បីបញ្ចុះទៅក្នុងស្រាចំណែកមុនគាថាដែលពុកជុំសូត្រនោះគឺជាមុនគាថានមស្ការគុណប្រតនត្រ័យនឹងឯងដោយគាត់ស្វាធ្យាយឬក៏សូត្រ3ចប់ថាពុទ្ធាំងនមស្ការធម្មំនមស្ការសង្ឃាំងនមស្ការឧមសិទ្ធិគុណังមហាសិទ្ធិស្វាហាយៈមេត្តាករុណាមុទិតាឧបេក្ខាសព្ពេសត្តាសុខតាហន្តុបន្ទាប់ពីគាត់បានចម្រើននៅមុនគាថាដដែលចំនួន3ដងរួចហើយគុកជុំគាត់ក៏បានផ្លុំបញ្ចូលទៅក្នុងស្រាបន្ទាប់មកទៀតគាត់ក៏បានចាក់ស្រានឹងដាក់នៅលើបាតដៃរបស់គាត់រួចគាត់ក៏យកទៅលាបលើជើងឆ្វេងស្ដាំរបស់អ៊ំចាន់នឹងគឺលាបថ្នម
ហើយអំឡុងពេលដែលគាត់លាបហ្នឹងក៏គាត់ចម្រើនមន្តគាថាបន្ថែមទៀតដែរដើម្បីបង្កើតកម្លាំងក៏ដូចជាភាពស័ក្តិសិទ្ធិតទៅពីគាត់ធ្វើកិច្ចចប់សពគ្រប់ហើយគាត់ក៏ឲ្យអ៊ំច័ន្ទតម្រេតខ្លួនសម្រាប់បន្តិចរួចពុកជុំក៏បាននិយាយទៅកាន់អ៊ំច័ន្ទបន្តទៀតអញហ៊ានធានាតែ10នាទីអីហើយលែងអីវិញហើយប្រកាសជាដើរបានដោយធម្មតាអ៊ំច័ន្ទវិញពេលដែលស្ដាប់ឮពុកជុំនិយាយបែបហ្នឹងគឺក៏សប្បាយចិត្តមែនតែនហើយគាត់ក៏បានតបទៅវិញអរគុណច្រើនហើយកុំតែបានឲ្យជួយកុំអីអញមិនដឹងឯណាណីទេហើយបងប្អូនទាំងអស់គ្នាពិតជាឆ្ងល់ហើយថាអ៊ំច័ន្ទក៏ចេះនៅមន្តគាថាដែរមិនក៏គាត់មិនព្យាបាលខ្លួនឯងបែរជាឲ្យពុកជុំព្យាបាលគាត់ទៅវិញមកដល់ត្រង់ចំណុចនេះខ្ញុំសូមលើកហេតុផលឲ្យបងប្អូនទាំងអស់គ្នាដែលមិនទាន់យល់បានស្ដាប់ជាឧទាហរណ៍អ៊ំច័ន្ទផ្ទាល់គាត់ចេះនៅមន្តវិជ្ជាកាលអាគមខ្លាំងពូកែក៏ពិតមែនក៏ប៉ុន្តែវិជាអាគមរបស់គាត់មិនអាចព្យាបាលខ្លួនឯងជានោះទេដោយសារនេះជាពាក្យដំណំឬក៏ពាក្យទំនាយគ្រូអីចឹងទៅតើតែរកអ្នកផ្សេងដែលចេះមន្តវិជ្ជាដូចគ្នាមកព្យាបាលទើបជាដូចជាពុកជុំចឹងឯងហើយក្នុងនោះក៏មានពាក្យមួយឃ្លាដែលតែងតែឮចាស់គាត់លើកយកមកជជែកគ្នាលេងកំបិតចិត្តដងឯងហើយពាក្យនេះគឺត្រូវម៉ាច់នឹងរឿងរ៉ាវរបស់អ៊ំច័ន្ទតែម្ដងគឺគ្មានខុសនោះទេអ៊ំច័ន្ទចេះមន្តវិជ្ជាកាលច្រើនខ្លាំងណាស់ក៏ប៉ុន្តែមិនអាចព្យាបាលខ្លួនឯងបានឡើយក្រឡេកមកមើលពុកជុំវិញម្ដងបន្ទាប់ពីគាត់ព្យាបាលអ៊ំច័ន្ទរួចហើយគាត់ក៏បានដើរមកខាងមុខបន្តិចដើម្បីរកមើលកន្លែងសម្រាកពេលដែលគាត់រកបានហើយពុកជុំគាត់ក៏ទៅអង្គុយផ្អែកគល់ឈើធំមួយសម្រាប់នៅទីនោះតែម្ដងទៅតែជារឿងអកុសលគណៈពេលដែលពុកជុំគាត់រៀបនឹងបិទភ្នែកដើម្បីសម្រាកហើយនឹងស្រាប់តែធំក្លិនផ្សែងធូបមិនដឹងថាវាឈួលឆាបមកពីទិសខាងណានោះទេពេលដែលគាត់បានប្រទះនឹងហិតក្លិនដឹងថាជាផ្សែងធូបភ្លាមពុកជុំគាត់ក៏បានក្រោកឡើងយ៉ាងលឿនហើយដើររកមើលទៅតាមទិសនៃផ្សែងនឹងពេលដែលគាត់ដើររកមើលជុំវិញនឹងប្រហែលជាចម្ងាយ 4-10 ម៉ែត្រពីកន្លែងអ៊ំច័ន្ទនឹងសពគ្រប់ហើយក៏នៅតែមិនប្រទះឃើញថាមាននរណាសែនព្រេនអីក្បែរនឹងដែរបន្ទាប់ពីរកមិនឃើញពុកជុំក៏បានដើរត្រឡប់យ៉ាងលឿនមករកអ៊ំច័ន្ទវិញពេលដែលមកដល់កន្លែងអ៊ំច័ន្ទសម្រាប់វិញពុកជុំក៏ប្រទះឃើញថាអ៊ំច័ន្ទកំពុងតែបែកញើសឡើងជួរខ្លួនមែនតែនសូម្បីអាវក្រៅដែលគាត់ពាក់នឹងក៏ប្រឡាក់សុទ្ធតែស្នាមញើសតែម្ដងឡើងសើមពេញនឹងបេមាត់គាត់នៅពេលនឹងវិញគឺឡើងស្លេកស្លាំងពណ៌ស្វាយទៅហើយពុកជុំឯនេះវិញចាប់ផ្ដើមលេះឡាស់មិនដឹងថាគូធ្វើបែបណានោះទេវិធីដែលគាត់អាចធ្វើបានអំឡុងពេលហ្នឹងមានតែព្យាយាមដាស់អ៊ំច័ន្ទឲ្យបើកភ្នែកឲ្យគាត់ភ្ញាក់ឡើងប៉ុន្តែពេលដែលពុកជុំដាស់លើកទី1ទី2ហ្នឹងគឺអ៊ំច័ន្ទនៅតែស្ដុកស្ដឹងគឺមិនភ្ញាក់នោះទេរហូតគាត់ព្យាយាមដាស់2ទៅ3ដងទៀតពេលហ្នឹងបានអ៊ំច័ន្ទចាប់ផ្ដើមបើកភ្នែកប្រឹងសម្លឹងមកកាន់ពុកជុំវិញនៅរំពេចភ្លាមនឹងគាត់ចេះតែសួរអ៊ំច័ន្ទម្ដងហើយម្ដងទៀតថាកាត់អីឲ្យនិយាយមកប្រាប់អញឲ្យដឹងផងរីឯម្ចាស់សម័យខ្លួនអ៊ំច័ន្ទផ្ទាល់ព្យាយាមហាមាត់និយាយដែរក៏ប៉ុន្តែហាក់បីដូចជាមានអ្វីមកចាប់ខ្ជិបមាត់និយាយអ្វីក៏មិនកើតដែរបានត្រឹមតែបើកភ្នែកសម្លឹងមកកាន់ពុកជុំភ្លឺតែប៉ុណ្ណោះងាកមកកាន់ពុកជុំវិញម្ដងបន្ទាប់ពីឃើញអ៊ំច័ន្ទចេះតែមានសភាពធ្ងន់ទៅគាត់ចេះតែព្យាយាមរកនឹកវិធីព្យាបាលក៏ប៉ុន្តែមិនដឹងថាព្យាបាលអ៊ំច័ន្ទដោយរបៀបណានោះទេពីព្រោះគាត់គិតថាវាគ្មានអ្វីធ្វើឲ្យអ៊ំច័ន្ទកើតឡើយតាក់ទងទៅនឹងវិញ្ញាណខ្មៅឬក៏មុនរបៀនខ្មៅអីនោះក៏ប៉ុន្តែអ្វីដែលពុកជុំភ័យហ្នឹងគឺភ័យរឿងជំងឺកើតឡើងចេញពីរោគកាយផ្ទាល់តែម្ដងក៏ប៉ុន្តែដោយសេចក្តីទល់ច្រកពុកជុំមានតែវិធីម្យ៉ាងទេដែលគាត់គិតថាអាចជួយសង្គ្រោះអ៊ំច័ន្ទបាននោះគឺជាការបិទភ្នែកចម្រើនសមាធិបន្ទាប់ពីគិតរួចពុកជុំក៏ចាប់ផ្ដើមអនុវត្តធ្វើភ្លាមតែម្ដងបន្ទាប់ពីគាត់ចាប់ផ្ដើមពេនភ្នែនដាក់ដៃកាយវិការតម្រង់សមាធិអ៊ំច័ន្ទក៏ចាប់ផ្ដើមគាត់ហើបមាត់និយាយលឺវិញបានដោយគាត់ស្រែកថាជួយផងអាជុំជួយផងវាមកហើយអាជុំវាមកហើយជួយអញផងពុកជុំលឺដូចនេះគាត់ក៏បានដាក់ភ្នែនចេញពីសមាធិបន្ទាប់មកគាត់ក៏ស្ទុះរត់ទៅរកអ៊ំច័ន្ទយ៉ាងលឿនហើយគាត់ក៏និយាយសួរអ៊ំច័ន្ទថាហើយកាត់អីហើយថៃពីណាមកហើយនិយាយច្បាស់មកចំណែកអ៊ំច័ន្ទវិញគាត់ចេះតែភ័យរនីរញ័រសម្បីតែបេះដូងរបស់គាត់នឹងសឹងថាលោតខុសចង្វាក់ទៀតផងនិយាយបានថាទស្សនវិជ្ជាក្នុងពេលហ្នឹងអ៊ំច័ន្ទរួមទាំងពុកជុំគឺច្បុកច្បល់ពេញនឹងតែម្ដងបើអ៊ំច័ន្ទវិញគាត់មិនទាន់និយាយថាគាត់ឃើញអីទេហើយពុកជុំនឹងអ្នកដែលមិនកើតអីនឹងគឺចេះតែបារម្ភសារតែអ៊ំច័ន្ទជាមិត្តរួមអាវុធហើយក៏ជាមិត្តម្នាក់
ដែលស្មោះត្រង់ជាមួយគ្នាតាំងតែពីដើមរៀងមកជាពិសេសការដែលគាត់ធ្វើទាហានជាមួយគ្នានោះគឺរាប់សិបឆ្នាំសឹងថាពាក់កណ្ដាលជីវិតម្នាក់ហើយគាត់មិនដែលឃើញអ៊ំច័ន្ទមានទស្សនវិជ្ជាធ្ងន់ធ្ងរដូចពេលនេះទេលុះប្រហែលជារំលងបាន 2-3 នាទីក្រោយមកអ៊ំច័ន្ទហាក់បីដូចជាមានសភាពត្រឡប់មកដូចដើមវិញពេលហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់ពុកជុំថាមុននឹងអញភ័យខ្លាំងណាស់ដោយសារតែឃើញបរិសម្នាក់មៀតធំខ្មៅស្គលបានយួរក្បាលរបស់គេមករកអញហើយគេនិយាយថាឲ្យអញនៅទីនេះជាមួយគេហើយថែមទាំងលាកំបិតរបស់គេកាប់មកកាន់អញទៀតផងចំណែកអញវិញរកកិច្ចរករត់ក៏ប៉ុន្តែហាក់បីដូចជាគ្រួតក៏មិនរួចកិច្ចក៏មិនរួចកម្លាំងកំហែងតបតក៏គ្មានដែរតែបានឯងទៅដាស់តន់កុំអីប្រហែលជាចប់ជាក់ជាមិនខាននោះឡើយពុកជុំស្ដាប់សម្ដីអ៊ំច័ន្ទរួចគាត់ក៏បានតបមកអ៊ំច័ន្ទវិញទាំងទឹកមុខមិនសូវជាសប្បាយនឹងរីករាយប៉ុន្មាននោះទេដោយគាត់និយាយមកកាន់អ៊ំច័ន្ទម៉ាត់ធ្ងន់ថាមុននឹងឯងកើតរឿងរ៉ាវនេះសម្រាប់អញក៏មិនសូវមានបត្រូលល្អប៉ុន្មានដែរភ្នែកខាងឆ្វេងចេះតែញាក់រហូតហើយម្យ៉ាងទៀតអំឡុងពេលដែលអញទៅអង្គុយផ្អែកគល់ឈើនោះរៀបទាំងបិទភ្នែកសម្រាប់ហើយក៏ប៉ុន្តែស្រាប់តែធំក្លិនផ្សែងធូបដូចមាននរណាកំពុងតែធ្វើពិធីនឹងសែនព្រេនចិត្តនេះចឹងពេលដែលអញទៅរកមើលមិនប្រទះឃើញអីសម្បីតែបន្តិចហើយផ្សែងធូបនោះយូរទៅវាចេះតែសាយភាយរំសាយម្ដងបន្តិចរហូតទាល់តែលែងធំក្លិនផ្សែងធូបទើបអញត្រឡប់មករកឯងវិញពេលដែលមកដល់ក្រប្រទះឃើញថាឯងបែកញើសហូរឲ្យជោគពេញអាវតែម្ដងពេលហ្នឹងអញចេះតែព្យាយាមសួរឯងរហូតក៏ប៉ុន្តែឯងមិនដែលបើកភ្នែកសម្លឹងអញឡើយរហូតទាល់តែ 4-5 ដងបានចាប់ផ្ដើមបើកភ្នែកសម្លឹងបន្តិចម្ដងអ៊ំច័ន្ទវិញបន្ទាប់ពីស្ដាប់ពុកជុំនិយាយហើយគាត់ក៏បានបន្តនិយាយប្រាប់ពុកជុំរឿងរ៉ាវលម្អិតទៀតថាវាបែបនេះមែនអញព្យាយាមនិយាយជាមួយឯងដែរក៏ប៉ុន្តែហាមាត់មិនរួចទេក្នុងខ្លួនគឺអស់កម្លាំងរលីងសូម្បីតែបន្តិចក៏គ្មានដែរហើយចុះឥឡូវក្នុងខ្លួនរបស់ឯងត្រឡប់មកសភាពដើមវិញហើយឬនៅអ៊ំច័ន្ទស្ដាប់ឮហើយគាត់ក៏បានតបវាលែងអីហើយមិនបាច់បារម្ភអីពេកទេហើយកម្លាំងកំហែងក៏ហាក់បីដូចជាត្រឡប់មកវិញដែរមិនដូចពេលមុននេះទេពុកជុំវិញបន្ទាប់ពីស្ដាប់អ៊ំច័ន្ទនិយាយពាក្យនឹងចេញមកមើលទៅគាត់ហាក់បីដូចជាសប្បាយចិត្តខ្លាំងណាស់រួចគាត់ក៏បាននិយាយទៅកាន់អ៊ំច័ន្ទបន្ថែមទៀតថាអញ្ចឹងយើងគួរតែធ្វើដំណើរបន្តទៅមុខទៀតទៅណាមួយដូចជាផុតម៉ោង12ថ្ងៃត្រង់ហើយពេលដែលចេញពីកន្លែងនេះទៅដល់ខាងមុខបន្តិចសួរនាំអ្នកស្រុកអ្នកភូមិដែលគេរស់នៅក្បែរហ្នឹងទៅក្រៃលោគេដឹងព័ត៌មានថានៅភូមិចិត្តហ្នឹងមានរឿងរ៉ាវចម្លែកកើតឡើងអាលនឹងយើងធ្វើដំណើរទៅកាន់ទីនោះភ្លាមតែម្ដងអ៊ំច័ន្ទវិញបន្ទាប់ពីស្ដាប់ពុកជុំនិយាយហើយគាត់ក៏បានក្រោកឡើងដោយទាញថង់យាមរបស់គាត់នឹងយកមកស្ពាយជាប់នឹងខ្លួនរួមទាំងសម្ភារៈមួយចំនួនដូចជាកាំភ្លើងឆ្នៃនិងបំពង់ដាក់ទឹករួចលោកអ៊ំទាំងពីរក៏បានដើរសម្ដៅទៅកន្លែងកង់ដែលពុកជុំផ្អែកចោលនៅកន្លែងដើមឈើទាលធំហ្នឹងបន្ទាប់ពីលោកអ៊ំទាំងពីរដើរមកដល់កន្លែងកង់ភ្លាមពុកជុំក៏បាននិយាយបន្តទៅកាន់អ៊ំច័ន្ទដោយគាត់ពោលពាក្យថាម្ដងនេះហើយមិនបាច់ដប់អញទេទុកឲ្យអញជាអ្នកដប់ទោះបីកម្លាំងកំហែងរបស់ឯងត្រឡប់មកវិញក៏ពិតមែនក៏ប៉ុន្តែអញមិនតន់ទុកចិត្តនៅឡើយអង្គុយសម្រាកនៅខាងក្រោយឲ្យបានស្រួលខ្លួនទៅទុកឲ្យអញជាអ្នកដប់ឯងចាំពេលណាអញអស់កម្លាំងចាំផ្លាស់ប្ដូរជាមួយឯងម្ដងបន្ទាប់ពីនិយាយបែបហ្នឹងរួចហើយអ៊ំច័ន្ទក៏ងក់ក្បាលរបៀបធ្វើកាយវិការយល់ព្រមអីចឹងទៅបន្ទាប់មកពុកជុំក៏បានឡើងជិះកង់ហើយធ្វើដំណើរបន្តទៅខាងមុខទៀតលុះប្រហែលជា 4-10 នាទីក្រោយមកគណៈពេលដែលលោកអ៊ំទាំងពីរបានជិះកង់ចេញពីកន្លែងចាស់ដែលគាត់ធ្លាប់អង្គុយសម្រាកនឹងមកខាងមុខបន្តិចស្រាប់តែរំពេចភ្លាមនឹងពួកគាត់ទាំងពីរហាក់បីដូចជាធំក្លិនផ្សែងធូបកាន់តែខ្លាំងឡើងដល់ថ្នាក់អ៊ំច័ន្ទគាត់ទប់ចិត្តមិនបានទេគាត់ក៏បាននិយាយលឺថាយីអាចង្រៃណានេះវ៉ៃបានតែវាមកអុជធូបកណ្ដាលព្រៃវាមិនដឹងឆេះព្រៃឆេះអីទីអីហើយមិនក៏វាចង្រៃដល់ថ្នាក់នឹងនៅម្ដុំនេះគឺសម្បូរស្លឹកឈើងាប់ណាស់ហើយចុះប្រសិនបើឆេះព្រៃទៅសត្វដែលរស់នៅទីនេះគិតយ៉ាងណាគិតទៅពួកអាអ្នកអុជធូបនេះគឺវាចង្រៃពិតមែនមិនបានគិតឲ្យបានគ្រប់ជ្រុងជ្រោយនិងល្អិតល្អន់ទេបន្ទាប់ពីលឺអ៊ំច័ន្ទនិយាយបែបនឹងរួចហើយពុកជុំក៏បានមើលឆ្វេងមើលស្ដាំរួចគាត់ក៏ពោលពាក្យមកកាន់អ៊ំច័ន្ទសារជាតិថ្មីថាប្រយ័ត្នប្រយែងមាត់ផងវើយទីនេះគឺជាតំបន់ព្រៃភ្នំនិយាយអ្វីកុំប្រើពាក្យជាប្រធាននិយាយឲ្យស្រួលបួលទៅអាចារ្យអញមិនចង់មានរឿងរ៉ាវម្ដងហើយម្ដងទៀតទេ
ក្លបធ្វើទាហានគឺឲ្យដឹងច្បាស់ណាស់រឿងរ៉ាវទាំងអស់នេះអញមិនចាំបាច់និយាយអ្វីបោបាច់ច្រើននោះទេហើយរឿងហេតុខ្លះអំឡុងពេលដែលយើងប្រយុទ្ធក្នុងសមរភូមិមុខនោះយើងក៏បានឃើញនឹងភ្នែកហើយអ្នកខ្លះមានស្នាមសាក់ពេញតែខ្លួនក៏ប៉ុន្តែបែរជាត្រូវគ្រាប់ស្លាប់យ៉ាងអណោចអធមទៅវិញហើយគ្រាប់ដែលត្រូវនោះសុទ្ធតែជាចំណុចសំខាន់អ្នកខ្លះក៏ត្រូវចំកណ្ដាលដើមទ្រូងអ្នកខ្លះក៏ត្រូវពោះអ្នកខ្លះក៏ចំកណ្ដាលមាត់ធ្លុះមកខាងក្រោយទៀតផងហើយរឿងទាំងអស់នេះហើយបានប្រទះឃើញរាប់មិនអស់នោះទេបើតាមការពិនិត្យរឿងខ្លះក៏ដោយសារតែខុសមាត់នឹងឯងគេថាមាត់អំបិលប្រហុកមិនមែនថាយន់មុនគេថាមិនជួយការពារទេក៏ប៉ុន្តែទប់ជេរមិនបាននិយាយអាក្រក់មិនបានក៏បណ្ដាលឲ្យត្រូវគ្រាប់តែម្ដងទៅនេះជាមូលហេតុធំបំផុតអ៊ំច័ន្ទស្ដាប់ហើយគាត់ក៏បានធ្វើស្ងៀមបន្តិចបន្ទាប់មកបានគាត់និយាយជាមួយពុកជុំបន្តដោយគាត់ពោលពាក្យថាអញវាដឹងហើយអារឿងបែបហ្នឹងក៏ប៉ុន្តែទប់ជាមួយនឹងពួកអាសត្វដេរឆានទាំងអស់នេះវាមិនបានឡើយបានអីវាគិតពីផលប្រយោជន៍រួមជាធំដែរមិនគួរណាធ្វើរឿងទាំងមិនបានគិតមុខគិតក្រោយបែបហ្នឹងនោះទេពីព្រោះថាព្រៃឈើនៅទីនេះទម្រាំតែឈរបានមកដល់សពថ្ងៃមិនដឹងថាត្រូវប្រើពេលប៉ុន្មានរាប់សិបឆ្នាំនោះទេជាពិសេសសត្វតូចធំដែលរស់នៅក្នុងព្រៃសភាវៈជាច្រើនដែលមានជីវិតអាស្រ័យនឹងព្រៃនេះចុះប្រសិនបើវាមានបញ្ហាឬក៏ឆេះព្រៃដោយប្រការណាមួយតើសភាវៈដែលពឹងអាស្រ័យនឹងព្រៃឲ្យគ្នាទៅរស់នៅឯណាវាក៏មិនខុសពីមនុស្សយើងដែលត្រូវបានគេដុតផ្ទះសម្បែងដែរពុកជុំបន្ទាប់ពីលឺអ៊ំច័ន្ទនិយាយបែបហ្នឹងជាលើកទី2គាត់ក៏មិនបន្តនិយាយតបទៅវិញដែរពីព្រោះថាអ្វីដែលគាត់និយាយគឺគាត់បានប្រាប់រួចហើយនេះពុកជុំគាត់គិតតែធាក់កង់មកខាងមុខជារឿយលុះប្រហែលជិតម៉ោង1កន្លះលោកអ៊ំទាំងពីរគាត់ក៏បានធ្វើដំណើរជិតផុតព្រៃទៅហើយស្រាប់តែរំពេចភ្លាមនឹងក្លិនសាកសពដែលស្លាប់រលេះរលួយចាប់ផ្ដើមសាយភាយមកប៉ះនឹងច្រមុះរបស់ពួកគាត់បណ្ដាលឲ្យលោកអ៊ំទាំងពីរម្នាក់សឹងថាទប់ក្អួតមិនបាននោះទេជាពិសេសពុកជុំតែម្ដងគ្រាន់តែគាត់ធំក្លិននឹងហើយគឺវិលមកយកតែម្ដងសឹងថាជិះកង់រាចង្កូតទៅបុកដើមឈើទៀតផងចំណែកអ៊ំច័ន្ទបែរជាមិនអីទៅវិញគិតទៅមនុស្សម្នាក់តែងតែមានចំណុចទន់ខ្សោយរៀងខ្លួនករណីដោយពុកជុំអញ្ចឹងកាលដែលគាត់ជួបរឿងហេតុដំបូងនោះគឺគាត់មិនដែលអីទេមានតែអ៊ំច័ន្ទទេអ្នកទទួលរងគ្រោះក៏ប៉ុន្តែពេលនេះស្រាប់តែជិះកង់សុកគ្រាន់តែធំក្លិនឆ្អេះឆ្អាបនិងលាយឈាមនិងផ្សែងធូកលាយឡំបន្តិចបន្តួចធ្វើឲ្យពុកជុំសឹងថាវិលមុខធ្លាក់ពីលើកង់ទៀតផងគណៈពេលហ្នឹងបន្ទាប់ពីពុកជុំបានជិះកង់បណ្ដារាចង្កូតបណ្ដាដំបងអ៊ំច័ន្ទគាត់មិនដឹងទេថាពុកជុំកើតអីលុះរហូតទាល់តែឃើញកង់រេចង្កូតនឹងញ័រមែនតែនបានអ៊ំច័ន្ទក៏សួរក៏ថាអាជុំឲ្យកាត់អីមិនក៏ចង្កូតកង់រេដល់ត្រាក់ហ្នឹងហើយកាត់អីឆាប់បង្អង់ឲ្យឈប់ទីនេះសិនទៅពេលហ្នឹងពុកជុំគាត់ក៏មិនតន់មាត់កថាគាត់កើតអីដែរគាត់ចេះតែព្យាយាមបន្ថយល្បឿនហើយទប់លំនឹងកង់បន្ទាប់ពីគាត់ឈប់កង់រួចគាត់ក៏បាននិយាយទៅកាន់អ៊ំច័ន្ទវិញមុនហ្នឹងអញមានអារម្មណ៍ថាវិលមុខណាស់វើយក្នុងពេលដែលទទួលត្រង់ក្លិនថាដូចជាក្លិនសាកសពមនុស្សស្លាប់នោះមកប៉ះនឹងច្រមុះភ្លាមអញក៏ចាប់ផ្ដើមវិលមុខខ្ញាល់តែម្ដងមួយរំពេចហ្នឹងមិនដឹងថាកើតអីទេដូចជាប្រតិកម្មជាមួយនឹងក្លិនទាំងអស់ហ្នឹងខ្លាំងណាស់អ៊ំច័ន្ទស្ដាប់ឮដូចនេះគាត់ក៏បានតបវិញថាអញ្ចឹងមិនអីទេឈរឲ្យស្ងៀមនៅទីនេះសិនទៅសម្រួលអារម្មណ៍បើនៅតែបន្តជិះកង់ទៅខាងមុខទៀតខ្លាចថាឯងទប់ខ្លួនមិនបានហើយបណ្ដាលឲ្យដួលទាំងឯងទាំងអញពីវតែម្ដងគ្មានអាណាជួយអាណានោះទេបន្ទាប់ពីពិភាក្សាគ្នាចប់លោកអ៊ំទាំងពីរគាត់ក៏អង្គុយនៅលើគល់ឈើធំមួយហើយកន្លែងគល់ឈើហ្នឹងគឺជាកន្លែងគល់ឈើងាប់ទៀតផងហើយនៅខាងក្រោយខ្នងគាត់ហ្នឹងគឺមានដើមឈើទាលធំជាពិសេសគឺប្រភេទដើមជ្រៃតែម្ដងគឺសម្បូរខ្លាំងណាស់បងប្អូនហើយរឿងមួយដែលអ៊ំច័ន្ទគាត់តែងតែនឹកស្រមៃឃើញនោះដើមជ្រៃបងប្អូននឹងស្រាប់ហើយជាពិសេសដើមជ្រៃនៅតាមព្រៃក៏ដូចជាដើមជ្រៃនៅតាមទីវាលជនបទក្តីគឺសម្បូរណាស់ជាចម្រោកពួកអមនុស្សដែលរស់នៅដូចនេះអ៊ំច័ន្ទអង្គុយបណ្ដាគាត់តែងតែព្រឺឆ្អឹងខ្នងបណ្ដាហើយអ្វីដែលអ៊ំច័ន្ទគាត់ចាប់អារម្មណ៍នៅបរិវេណជុំវិញក្រោមដើមជ្រៃហ្នឹងសុទ្ធតែដំបូលកណ្ដៀតែម្ដងហើយដំបូលកណ្ដៀហ្នឹងមិនមែនវាទើបតែចាប់ផ្ដើមធ្វើអីនោះទេតាមការសង្កេតមើលសភាពនិងទម្រង់រូបរាងរបស់វាគឺវានៅទីនេះយូរណាស់ហើយនៅគណៈពេលហ្នឹងអ៊ំច័ន្ទគាត់ក៏បានចោលកន្ទុយភ្នែកសម្លឹងទៅខាងមុខវិញម្ដងបន្ទាប់មកទៀតគាត់ក៏បានសួរទៅកាន់ពុកជុំថាអាជុំមិនហើយ
lên ai hai đứa nữ bà xin chỉ bắt vợ mốc với mình to làm nào từ khang một tiết tới cùng nơi thì đi du pé anh biết là rong sơ sưu tây với chân nón đối chỉ siêu khăng nè về nắng bốc chúng có cả bàn tọp một thà với anh đi ngày đi là bạch ví bàn tay trong lại khâu rương bẹp nắng mà đón chờ hai ai đi mình chơi chọc mình chơi hai bật men tài lấy mình này tí chẳng vừa làm nào to từ một cái bàn đá có mỗi ai xăm nhằm tràn pít bên tọp pin dây rút bốc chúng có bàn cọc làng hai tiền thong diếm dốc một spy rút có từng pin nè có bàn đá xâm lại từ còn bàn tay nơi ẩm lòng pe đài lục từng pi bàn đá từ con nú sắp tay nơiក្នុងthong diếmរបស់លោកអ៊ំច័ន្ទចាប់ផ្ដើមរង្គើតិចបន្ទាប់មកអ៊ំច័ន្ទគាត់ក៏វេកមើលថាវាមានរឿងអ្វីចម្លែកបានតែថងយាមរង្គើបែបហ្នឹងបន្ទាប់ពីគាត់វេកហើយគាត់ក៏យកដៃមើលរបស់របរដែលជាវត្ថុស័ក្តិសិទ្ធិនោះក៏ស្ងាត់ទៅវិញបន្ទាប់ពីស្ងាត់ទៅវិញលោកអ៊ំទាំងពីរក៏បានឡើងជិះកង់បន្តដំណើរមកខាងមុខទៀតតែម្ដងនេះអ៊ំច័ន្ទគាត់ជាអ្នកដប់ពុកជុំវិញម្ដងខណៈពេលដែលអ៊ំច័ន្ទជីកង់ធាក់មិនទាន់បាន10ជុំស្រួលបួលផងស្រាប់តែគាត់មានអារម្មណ៍ថាកង់របស់គាត់ដែលកំពុងតែធាក់ហ្នឹងគឺតឹងតឹងដូចមាននរណាកំពុងតែចាប់ទាញពីខាងក្រោយអញ្ចឹងតោះពីគាត់ធាក់កង់តឹងពេកគាត់ក៏បាននិយាយជាមួយពុកជុំថាអាជុំធ្វើដំណើរសុកតែ2នាក់សោះវាលួចឡើងគីឡូតែវាតែម្ដងអញវិញឡើងស្រាលកផើតសម្បីតែខ្យល់បក់ក៏រលំដែរពុកជុំស្ដាប់រួចគាត់ក៏ឆ្ងល់បន្ទាប់មកគាត់ក៏បានពោលពាក្យនិយាយទៅកាន់អ៊ំច័ន្ទវិញអាចារ្យអើយអាចារ្យហើយវាយ៉ាងម៉េចឯងបានតែម្ដងនិយាយចេះម្ដងនិយាយចុះកាលដែលអញដប់ឲ្យឯជិះនៅខាងក្រោយវាចេះមួយចុះពីរក៏ប៉ុន្តែអញឲ្យដប់វិញបែរជានិយាយថាអញនឹងវាធ្ងន់លើសគីឡូសិតតែអញលួចឡើងគីឡូម្នាក់ឯងទៀតអញមានដែរទៅលួចស៊ីអីក្បត់ឯងតាំងតែពីធ្វើដំណើរជាមួយគ្នាមកនេះគឺមិនដែលទេមានអីក៏ហូបរួមគ្នាដែរសម្បីតែផ្លែឈើមួយផ្លែហ្នឹងក៏អញកាត់ចែកគ្នាដែរវើយអញមិនដែលលួចឡើងគីឡូដូចតែឯងចោតនេះទេអ៊ំច័ន្ទស្ដាប់ហើយគាត់ក៏សោចដោយសារតែគាត់មិនដឹងថាមានរឿងអីកើតឡើងឲ្យប្រកាសនោះចំណែកពុកជុំគាត់ក៏បន្តនិយាយទៀតហើយវាធ្ងន់ពិតមែនបានឯងនិយាយពាក្យហ្នឹងអ៊ំច័ន្ទក៏បានតបមកវិញធ្ងន់មែនហ្នឹងហាក់បីដូចជាអញកំពុងដប់មនុស្ស 4-5 នាក់ឯណោះជើងខាងក្រោមហើយឃើញទេធាក់ឡើងចង់ប៉ោងតសៃហើយកង់ហាក់បីដូចជាមិនទៅមុខសោះវាប្រៀបបានដូចអញដប់គួលឈើយ៉ាងធំនៅពីខាងក្រោយខ្នងជាមួយនឹងទម្ងន់របស់ឯងហ្នឹងអន្តតែលឺដូចនេះពុកជុំក៏បានប្រាប់អ៊ំច័ន្ទភ្លាមថាបើហត់ឈប់សិនទៅអញ្ចឹងអញដប់ឯងម្ដងណែកអ៊ំច័ន្ទវិញរួមផ្សំជាមួយនឹងកម្លាំងអន់ថយហើយគាត់ក៏ចង់ដឹងរឿងរ៉ាវឲ្យកាន់តែច្បាស់នោះគាត់ក៏បានឈប់មួយរំពេចតែម្ដងបន្ទាប់មកគាត់ក៏ឲ្យពុកជុំទៅដប់គាត់ណែពុកជុំវិញក៏បានចុះពីលើកង់ហើយទៅដប់អ៊ំច័ន្ទវិញគណៈពេលដែលពុកជុំចាប់ផ្ដើមធាក់កង់ជុំទី1ទី2ហាក់បីដូចជាមានសភាពធម្មតាគាត់ក៏បាននិយាយមកកាន់អ៊ំច័ន្ទវិញថាគិតទៅអានេះប្រកាយធ្វើពុតពិតមែនកង់អញធាក់ទៅធម្មតាហ្នឹងមិនដែលមានអីសោះបែរជាវាថាដូចជាដប់មនុស្ស 4-10 នាក់នៅខាងក្រោយថែមទាំងឧបមានឹងគល់ឈើនៅខាងក្រោយទៀតផងគិតទៅឯងក៏សបោល្បិចខ្លាំងម្ល៉េះអាចារ្យច័ន្ទស្ដាប់ហើយក៏សឹងថាហួសចិត្តទៀតផងគាត់ក៏បានតបវិញហើយចេះតែនិយាយហើយអញមិនដែលឧបមាឬក៏និយាយមូលបង្កាច់ឬក៏ល្បិចកិច្ចកលអីជាមួយឯងទេអាសម្លាញ់ក៏ប៉ុន្តែមុនហ្នឹងគឺវាបែបហ្នឹងឯងតែឥឡូវប្រសិនបើឯងជិះទៅវាមិនអីគឺដប់បន្តទៀតទេអញ្ចឹងហើយក៏អរគុណដែរដែលបានដប់អញពុកជុំស្ដាប់ហើយគាត់មិនបាននិយាយតបមកវិញទេលើកនេះគាត់គិតតែសើចហើយញញឹមញញែមអំឡុងពេលដែលជិះកង់ដប់អ៊ំច័ន្ទនឹងរហូតពួកគាត់ទាំងពីរនាក់ធ្វើដំណើរប្រហែលជានៅសល់តែដីកន្លះគីឡូអីហ្នឹងបើតាមស្មានគឺផុតព្រៃធំនឹងហើយដោយហេតុថាអំឡុងពេលដែលលោកអ៊ំទាំងពីរកំពុងតែជិះកង់ហ្នឹងគឺគាត់បានប្រទះឃើញនៅខាងមុខគឺមានផ្ទះអ្នកស្រុកអ្នកភូមិដែលគេធ្វើនៅអបសងខាងផ្លូវហ្នឹងពេលដែលពួកគាត់សម្លឹងឃើញហើយគឺមានអារម្មណ៍ត្រេកអរជាខ្លាំងណាមួយពេលដែលទៅដល់ភូមិរបស់គេអាងនឹងចូលទៅសុំទឹកសុំអីដាក់នៅក្នុងបំពង់អីថែមចឹងទៅមួយវិញទៀតក៏យកទឹកហ្នឹងមកលុបមុខដុសខ្លួនដើម្បីឲ្យត្រជាក់សាច់តែត្បិតអីគណៈពេលដែលលោកអ៊ំទាំងពីរកំពុងតែសម្លឹងឃើញភូមិមួយដែលនៅខាងមុខនោះពួកគាត់មិនទាន់ធ្វើដំណើរបានទៅដល់ផងរំពេចភ្លាមហ្នឹងអ៊ំច័ន្ទក៏បានស្រែកប្រាប់ពុកជុំលឺថាអាជុំវាមកហើយអាជុំវាកំពុងតែតាមយើងអាជុំវាមកហើយវាកំពុងតែតាមពីខាងក្រោយឲ្យលឿនជុំលឺហើយគាត់ក៏បានងាកមកខាងក្រោយយ៉ាងលឿនពេលដែលគាត់ងាកមកក៏មិនឃើញមានអ្វីតាមពីខាងក្រោយដោយអ៊ំច័ន្ទនិយាយដែរ
ពុកជុំគាត់ខឹងពេកក៏បានជេរអ៊ំច័ន្ទថាយីអានេះឯងឈួតឬក៏ជីអញកំពុងតែដប់កំពុងតែហត់ផងហើយមកនិយាយពាក្យរឿងអត់ប្រយោជន៍ទាំងអស់នេះហើយវាយ៉ាងម៉េចហើយនៅឲ្យស្ងៀមបន្តិចវាមិនបានទេអីបានតែម្ដងចេះម្ដងចុះអញឲ្យឯងចុះដើរលើនឹងឯងរឿងហេតុមួយមិនទាន់ផុតផងឥឡូវមកចូលរឿងហេតុមួយទៀតពិបាកពិតមែនឯនេះមើលទៅប្រហែលជាបង្វេងមកវាន់ស្មារតីអស់ហើយបើតាមអញគិតបានតែបញ្ហារួមរិទ្ធមិនចេះចប់មិនចេះហើយបែបហ្នឹងបន្ទាប់ពីនិយាយចប់ពុកជុំក៏បានឮសូរសំឡេងមួយខ្សឹបដាក់ត្រចៀកថាអើយគេមកតាមពីខាងក្រោយហើយបន្ទាប់ពីឮបែបហ្នឹងពុកជុំចាប់ផ្ដើមភ្ញាក់ព្រឺតហើយព្រឺក្បាលខ្ចាក់តែម្ដងរួចគាត់ក៏ស្ងាត់មាត់ហើយបន្តជិះកង់យ៉ាងលឿនពេលហ្នឹងអ៊ំច័ន្ទក៏ចាប់ផ្ដើមស្មឹងស្មាតសូត្រនមន្តគាថាដើម្បីរាយមុនទម្លាក់នៅតាមផ្លូវអីចឹងទៅហើយស្លឹកឈើដែលនៅគៀកដៃគាត់ហ្នឹងគឺគាត់បានច្បាមមួយក្តាប់យកមកស្មឹងស្មាតសូត្របន្ទាប់មកគាត់ក៏គប់ស្លឹកឈើហ្នឹងទៅខាងក្រោយរំពេចភ្លាមហ្នឹងស្រាប់តែអ្វីដែលតាមគាត់ពីខាងក្រោយហ្នឹងហាក់បីដូចជាវាអាក់ដំណើរខាងមុខមិនរួចនោះទេចំណែកពុកជុំវិញដែលធ្លាប់តែស្ដីថាឲ្យអ៊ំច័ន្ទជាមនុស្សអញ្ចេះអញ្ចោះមួយអញ្ចោះពីរហ្នឹងក៏ស្ងាត់មាត់ឲ្យឈឹងដូចគេចុកតែម្ដងហើយអ៊ំច័ន្ទក៏ដឹងថាប្រកាសជាពុកជុំទទួលបានអ្វីម្យ៉ាងហើយបានតែស្ងាត់មាត់ជាធម្មតាមនុស្សពុកជុំគឺចូលចិត្តនិយាយច្រើននឹងឯងស្រាក៏ផឹកបារីក៏ជក់និយាយក៏និយាយដែរតែអ្វីដែលពុកជុំមានហើយល្អនោះគឺចិត្តមេត្តាធម៌នឹងឯងរាល់ពេលដែលគាត់ឃើញអ្នកដទៃជួបការលំបាកសុខចិត្តខ្លួនឯងអត់ក៏ត្រូវតែជួយគេឲ្យបានដែរនេះគឺជាចិត្តមេត្តាធម៌របស់គាត់បន្ទាប់ពីរឿងរ៉ាវកន្លងផុតទៅលោកអ៊ំទាំងពីរហាក់បីដូចជាមិនទាន់មាត់រកគ្នាទេអាចនិយាយបានថាមួយសន្ទុះធំដែរនឹងរហូតមកដល់ភូមិរបស់អ្នកស្រុកពុកជុំគាត់ក៏បាននិយាយទៅកាន់អ៊ំច័ន្ទតែម្ដងគាត់ថាអាចារ្យអើយវាល្មិចហើយបានតែស្ងាត់ឈឹងបែបហ្នឹងអ៊ំច័ន្ទក៏តបវិញថាហើយចុះឯងវាល្មិចដែរបានស្ងាត់ឈឹងបែបហ្នឹងពេលហ្នឹងពុកជុំក៏បានតបទៀតថាអញមានល្មិចទេរឿងហេតុវាជួបផ្ទូលគ្នាពេកអញ្ចឹងក៏ចង់មានពេលធ្វើអារម្មណ៍ធ្វើចិត្តឲ្យវាស្ងប់ដែរចិត្តរបស់យើងវាប្រៀបដូចជាទឹកដែលត្រូវបានគេកូរឲ្យល្អអញ្ចឹងកាលណាតែយើងសម្រាករយៈពេលយូរវានឹងថ្លាមកវិញកដែលធ្លាប់តែធ្វើឲ្យល្អនោះវានឹងធ្លាក់ទៅខាងក្រោមបន្សល់ទុកតែទឹកថ្លានោះទេអ៊ំច័ន្ទស្ដាប់ហើយគាត់សោចបណ្ដើគាត់និយាយថាឲ្យពុកជុំទៀតបណ្ដើអាជុំអើយអាជុំមនុស្សឯងនេះគឺប្រកែមែនតែនអារឿងចាក់ពាក្យសម្ដីហ្នឹងអញសុំចាញ់ហើយអញសុំផ្ដល់គំនិតមួយឲ្យឯងពេលដែលត្រឡប់ទៅភូមិវិញបន្ទាប់ពីបញ្ចប់កិច្ចការដែលអញរកឯងហ្នឹងគូណាតែសាងភ្នួសជាភិក្ខុសង្ឃទៅហើយអញហ៊ានធានាថាពេលដែលឯងឡើងទេសនាម្ដងពុទ្ធបរិស័ទលោកយាយលោកតាច្បាស់ណាស់ប្រឹងស្ដាប់មិនហ៊ានកម្រើកខ្លួននោះទេពុកជុំលឺហើយគាត់ក៏បានតបមកវិញរបៀបលេងសើចថាហើយក៏មិនខុសពីអញដែរមិត្តនៅជាមួយគ្នារាប់ឆ្នាំបើជ្រុលតែអញទៅសាងភ្នួសហើយឯងក៏នៅធ្វើអីទៅជាមួយគ្នាទៅគ្រាន់នឹងបានគ្នាជជែកលេងនៅអំឡុងពេលដែលលោកអ៊ំទាំងពីរជិះកង់បណ្ដាជជែកគ្នាលេងត្រូវដងត្រូវផ្លែបណ្ដានោះមួយសន្ទុះធំក្រោយមកពួកគាត់ទាំងពីរនាក់ក៏បានមកដល់ផ្ទះមួយខ្នងហើយផ្ទះហ្នឹងមើលទៅប្រហែលជាផ្ទះដែលត្រូវបានគេទុកចោលឬក៏ផ្ទះដែលគេបោះបង់ចោលក៏ថាបានដែរបើពិនិត្យទៅតាមសភាពផ្ទះរួមទាំងបរិវេណជុំវិញខាងក្រោមផ្ទះហ្នឹងសុទ្ធតែដីហើយបើជញ្ជាំងផ្ទះវិញគឺពោពេញទៅដោយការពុករលេសរលួយហើយផ្ទះហ្នឹងបងប្អូនគឺជាផ្ទះពីរខ្នងទៀតផងនិយាយទៅគឺធំប៉ុនសាលាលោកតែម្ដងទៅពីឃើញផ្ទះពីរខ្នងនឹងហើយពេលដែលគាត់ជិះកង់មកដល់ខាងមុខមាត់របងពុកជុំរួមទាំងអ៊ំច័ន្ទក៏បានបណ្ដាកង់ចូលទៅខាងក្នុងរបងដើម្បីអង្គុយលេងដោយសារតែនៅខាងមុខផ្ទះរបស់គេហ្នឹងគឺមានដើមឫស្សីមួយគុំគឺធំមែនតែនហើយដើមឫស្សីហ្នឹងគឺមកលុបឡើងត្រជាក់ពេលដែលលោកអ៊ំទាំងពីរនាក់អង្គុយនៅខាងក្រោមនោះតែអ្វីដែលចម្លែកនោះអ៊ំច័ន្ទអំឡុងពេលដែលគាត់អង្គុយនៅខាងក្រោមដើមឫស្សីធំហ្នឹងគាត់ក៏បានសម្លឹងមើលទៅផ្ទះហ្នឹងបន្ទាប់មកគាត់និយាយជាមួយពុកជុំទៀតថាអាជុំអញគិតថាផ្ទះនេះប្រហែលជាគ្មានអ្នកនៅទេអាចនឹងគេបោះបង់ចោលហើយមើលទៅចំណែកពុកជុំវិញគាត់សម្លឹងហើយគាត់ក៏បន្តមកនិយាយជាមួយអ៊ំច័ន្ទថាប្រហែលជាបែបនេះហើយណាមួយប្រសិនបើមានអ្នករស់នៅពិតមែនមិនគួរណាផ្ទះនេះវាទ្រុឌទ្រោមដល់ថ្នាក់នឹងទេតែអញឆ្ងល់រឿងមួយបើតាមមើលសភាពផ្ទះនេះគឺมันអាចទប់កម្លាំងខ្យល់បានឡើយតែមិនក៏វាអាចឈរនៅឡើងរឹងបែបនឹងបានហើយបើពិនិត្យទៅតាមជើងតសនីមួយៗឲ្យឃើញទេនោះគឺសុទ្ធតែស្នាមកណ្ដៀស៊ីតែម្ដងឡើងហុយត្រលូមពេលហ្នឹងអ៊ំច័ន្ទគាត់ក៏បានសម្លឹងទៅតាមអ្វីដែលពុកជុំចង្អុលបង្ហាញបន្ទាប់មកគាត់ក៏និយាយថាមែនតាផ្
ទះនេះបើតាមសង្កេតមើលឲ្យម៉ត់ចត់ទៅគឺសុទ្ធតែកឌីស៊ីតែម្ដងចុះមិនពេលដែលខ្យល់បក់មកហើយនៅតំបន់ព្រៃមិនក៏មិនអីទៅវិញឲ្យឆ្ងល់ដែរវ៉ៃអំឡុងពេលដែលពួកគាត់មានចម្ងល់នៅក្នុងចិត្តរៀងៗខ្លួននោះតែគ្មានចម្លើយដែលអាចបកស្រាយបានពេលហ្នឹងពុកជុំក៏បាននិយាយអាកាត់ជាមួយនឹងលោកអ៊ំច័ន្ទថាអើយមិនបាច់ខ្វល់អីទេយើងជាអ្នកដំណើរទេតាមិនមែនជាអ្នករស់នៅទីនេះឡើយគិតតែមកល្មមបានហើយកុំគិតរឿងគេពេកនាំតែឈឺក្បាលទេវើយយកពេលវេលាមកអង្គុយផឹកស្រាថ្នាំដើម្បីសម្រួលដល់ដៃជើងទៅវាល្អជាជាងដែលយើងយកពេលវេលាទៅគិតដល់រឿងអ្នកដទៃតពីនិយាយបែបហ្នឹងរួចពុកជុំក៏បានទៅវេកថងយាមរបស់គាត់ទាញបានស្រាថ្នាំកន្លះលីត្របន្ទាប់មកគាត់ក៏ហៅអ៊ំច័ន្ទថាមកអាចារ្យជើងរបស់ឯងផឹកទៅនឹងជាដាច់ហើយឥឡូវឃើញទេឲ្យឃើញទេលែងហើមហើយនេះឡើងរៀបស្មើតែម្ដងហើយថែមស្រានេះតែមួយកែវទៅនឹងជាដូចគេបេះហើយអ៊ំច័ន្ទស្ដាប់រួចគាត់ក៏ញញឹមតិចតិចដាក់ពុកជុំដោយពលពាក្យនិយាយថាមិនអីទេអញ្ចឹងសង្ឃឹមថាដូចមករ៉ៃនិយាយទៅចុះហើយកុំភ្លេចចាក់ឲ្យអញផងផឹកបាន2នាក់កុំឲ្យឯងឯកាខ្លាំងពេកចំណែកពុកជុំឯនេះវិញបន្ទាប់ពីស្ដាប់អ៊ំច័ន្ទនិយាយបែបហ្នឹងហើយមើលទៅគាត់ហាក់បីដូចជាមានទឹកមុខញញឹមញញែមសារតែមានអ្នកផឹកកំដរគាត់នឹងឯងជាម្ដងមកកាលអ៊ំច័ន្ទឃើញពុកជុំផឹកអ៊ំច័ន្ទជិះតែថាឲ្យរហូតតែម្ដងនេះគឺខុសពីលើកមុនទើបពុកជុំគាត់សប្បាយចិត្តនឹងឯងហើយនៅក្នុងអំឡុងគ្រានឹងដែរបន្ទាប់ពីអ៊ំច័ន្ទគាត់ហូបស្រាហើយបានមួយសន្ទុះធំគាត់ចាប់ផ្ដើមស្ពឹកសាច់ចំណែកបុករបួសគាត់ជើងសងខាងនោះហាក់បីដូចជាវិធូស្រាម្ដងបន្តិចម្ដងបន្តិចប្រៀបបានដូចមាននរណាកំពុងតែអង្គុយរីតជើងឲ្យគាត់អញ្ចឹងពេលដែលគាត់មានអារម្មណ៍ថាធូរស្បើយអ៊ំច័ន្ទក៏បានប្រាប់ទៅកាន់ពុកជុំវិញថាគិតទៅស្រាដែលឯងឲ្យអញផឹកនេះគឺបកកែពិតមែនណាជុំគ្រាន់តែផឹកមិនប៉ុន្មានទេក៏ជើងទាំងពីររបស់អញនឹងហាក់បីដូចជាវិធូស្រាលច្រើនហើយកាលពីដំបូងមានអារម្មណ៍ថាចុកអ៊ូលណែនតែម្ដងពុកជុំស្ដាប់ហើយគាត់ក៏បានសើចរួចក៏ពោលពាក្យតបមកកាន់អ៊ំច័ន្ទវិញថាឯងឃើញទេអញប្រាប់ហើយថាឲ្យផឹកទៅវាមិនអីនោះទេពេលដែលឯងផឹកហើយឃើញទេគឺជាដូចគេបេះតែម្ដងដូចអញនិយាយមុននឹងអញ្ចឹងណែពុកជុំក្នុងអំឡុងពេលនឹងវិញបន្ទាប់ពីគាត់និយាយជាមួយអ៊ំច័ន្ទចប់គាត់ក៏បានចាក់ស្រាហូបជាបន្តបន្ទាប់រហូតទាល់តែមុខឡើងក្រហមប៉ែតែម្ដងបន្តពីនឹងទៀតទឹកអ៊ំទាំងពីរក៏បានអង្គុយសម្រាកយកកម្លាំងនៅក្រោមដើមឫស្សីនឹងម្នាក់ក៏តម្រេកខ្លួនបិទភ្នែកបន្តិចដើម្បីជួយសម្រួលដល់ប្រព័ន្ធរាងកាយឲ្យដំណើរការល្អឡើងវិញជាពិសេសគឺជើងដៃរបស់គាត់នឹងគឺស្ពឹកអស់ហើយតែនៅគណៈពេលដែលពួកគាត់កំពុងតែសម្រាកនឹងលងលក់នោះប្រាប់តែរំពេចភ្លាមនឹងខ្យល់អ្វីម្យ៉ាងក៏បក់មកប៉ះអ៊ំច័ន្ទចំកណ្ដាលមុខឡើងវឹងអ៊ំច័ន្ទគាត់ក៏ចាប់ផ្ដើមភ្ញាក់បះដៃបះជើងហើយបើកភ្នែកប្រឹងសម្លឹងតាមរកមើលក៏ប៉ុន្តែមិនប្រទះឃើញអ្វីនោះទេបន្ទាប់ពីគាត់រកបិទភ្នែកវិញនឹងស្រាប់តែក្រែដែលនៅក្រោមផ្ទះបាក់បែកនឹងលឺសូរឡើងប្រោះពេលដែលស្ដាប់ឮដូចនេះគាត់ក៏មិនទាន់ឆ្លេឆ្លាឬក៏ដាស់ពុកជុំអីទេដោយសារតែគិតថាពុកជុំប្រហែលជាស្វឹងត្រូវការឲ្យគាត់សម្រាកឲ្យបានច្រើនបន្តិចបន្ទាប់មកចាំពុកជុំភ្ញាក់បានធ្វើដំណើរតទៅខាងមុខទៀតគាត់ក៏សម្រេចចិត្តបើកភ្នែកប្រឹមសម្លឹងទៅកាន់កន្លែងដែលឮសូរសំឡេងចេញពីក្រោមគ្រែនោះពេលដែលគាត់សម្លឹងទៅដំបងគឺមិនឃើញអីទេឃើញតែស្នាមគ្រែបាក់និងរលំតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលគាត់បានព្យាយាមបើកភ្នែកឲ្យធំជាងមុនស្រាប់តែពេលហ្នឹងឃើញបរិសម្នាក់មានសក់កន្ទើងរឿងកំពុងតែព្យាយាមហៅអ៊ំច័ន្ទឲ្យទៅជួយដោយគ្រែហ្នឹងកំពុងតែធ្លាក់សង្កត់លើគេហើយគេព្យាយាមរើបង្រាស់មែនតែនក៏ប៉ុន្តែរូបភាពដែលគេបង្ហាញមកកាន់អ៊ំច័ន្ទនោះគឺមិនមែនជារូបភាពដែលល្អទេបងប្អូនគឺឃើញហើយប្រសិនបើអ្នកមានស្មារតីអន់ប្រកបណាស់នឹងលួសព្រលឹងជាក់ជាមិនខានទេទឹកមុខឡើងប៉ោងហើមស្គល់ហើយសុទ្ធតែឈាមពេញក្បាលតែម្ដងបើនៅលើស្បែកគេវិញគឺសុទ្ធតែដង្កូវដែលវាចេញវើកពេលដែលឃើញដូចនេះអ៊ំច័ន្ទទ្រាំមិនបានទេក៏ទាញពុកជុំមួយទំហឹងសឹងថាដាច់ផ្ងាណាមួយពុកជុំអំឡុងពេលហ្នឹងដោយបងប្អូនដឹងហើយកំពុងតែស្វឹងផងពេលដែលអ៊ំច័ន្ទទាញត្រណត់ត្រណែងបែបហ្នឹងគឺគាត់ខឹងណាស់ដោយគាត់និយាយថាយីអានេះវាកើតឈួតអីវាទៀតហើយបានតែទាញអញត្រណត់ត្រណែងសឹងថាដកទៅខាងមិនចង់តន់ហ្នឹងហើយឯងវិថីអាចារ្យណៃវិថីមើលឯងនិយាយប្រាប់អញមើលឯងកើតអីណែកអ៊ំច័ន្ទវិញពេលដែលឮពុកជុំសួរទាំងទឹកមុខខឹងហ្នឹងគាត់ក៏បាននិយាយលឺថាយីអានេះគិតតែពីដេកហើយមកដេកផ្ទះគេវើយមិនមែនដេកផ្ទះឯងទេឯងមើលទៅក្រោមក្រែនោះឯងឃើញអីទេបន្ទាប់ពីពុកជុំលឺអ៊ំច័ន្ទនិយាយបែបហ្នឹងគាត់ក៏បានកលេចភ្នែកទៅមើលក្រោមក្រែដែលអ៊ំច័ន្ទចង្អុលហ្នឹងព
ពេលដែលសម្លឹងទៅក៏ប្រទះឃើញថាគ្មានអីទេគ្រាន់តែឃើញសត្វឆ្មាខ្មៅមួយក្បាលកំពុងតែនៅក្បែរគ្រែនោះតែប៉ុណ្ណោះបាទរូបភាពអ្វីដែលចម្លែកលើសពីហ្នឹងគឺគ្មានទេអ៊ំច័ន្ទស្ដាប់ហើយគាត់ថាយីអាយដងភ្នែកទីដឹងឬក៏ភ្នែកអាយត្រូវគេបិទគេបាំងអាយសាកប្រើមុនគាថាបើកសិនមើលកុំអាលនិយាយបន្ទាប់ពីស្ដាប់អ៊ំច័ន្ទរួចពុកជុំគាត់ក៏មិនទាន់អស់មន្ទិលសង្ស័យក្នុងចិត្តដែរគាត់ក៏ចាប់ផ្ដើមស្មឹងស្មាតសូត្រនៅមុនគាថាហើយមុនគាថាដែលពុកជុំគាត់ស្វាតជាសូត្រនឹងគឺជាមុនគាថាបើកភ្នែកទី6ឬក៏បើកភ្នែកទឹកនឹងឯងដោយគាត់សូត្រថាទឹកវិជ្ជខុវិជ្ជាអរហង្គគឺគាត់សូត្ររហូតទាល់តែ7ដងពេលដែលគ្រប់7ដងកាលណាគាត់ក៏ឧបកិច្ចនឹងមាត់ថាសូមឲ្យគាត់បានឃើញរបស់ដែលនៅខាងមុខគាត់ឲ្យបានច្បាស់ផងមិនមែនជារបស់ដែលបន្លំឬក៏បំភាន់អីចឹងទៅបន្ទាប់មកគាត់ក៏យកដៃហ្នឹងគោះទៅលើដី3ដងប្រាប់ប្រម៉ែធរណីឲ្យជួយបើកផ្លូវបន្ទាប់ពីគាត់ធ្វើដូចនឹងហើយគឺឃើញបរិសម្នាក់ដែលកំពុងតែលើកដៃធ្វើជាសញ្ញាឲ្យលោកអ៊ំទាំងពីរទៅជួយគេហើយរូបដែលគេបង្ហាញមកនឹងគឺដូចបេះបិទទៅអ្វីដែលអ៊ំច័ន្ទនិយាយប្រាប់គាត់ដោយមានសភាពដង្កូវវាចេញពីក្នុងស្បែករួមទាំងឈាមប្រឡាក់ក្បាលរួមទាំងមុខទៀតផងនិយាយទៅគួរឲ្យខ្លាចខ្លាំងណាស់បន្ទាប់ពីគាត់ឃើញរឿងរ៉ាវរួចហើយពុកជុំដូចបងប្អូនដឹងស្រាប់ហើយកាំភ្លើងរបស់គាត់នៅក្បែរខ្លួនផងដែលជាប្រភេទកាំភ្លើងឆ្នៃនោះក៏ចាប់ផ្ដើមទាញវឹបយកបកអាមេបាញ់ទៅកាន់កន្លែងក្រែនឹងតែម្ដងហើយអំឡុងពេលដែលគាត់បាញ់នឹងគឺគាត់បានយកកាំភ្លើងនឹងដាក់នៅលើដីបន្ទាប់មកគាត់ក៏សូត្រមុនគាថាប្រោះព្រំទៅលើកាំភ្លើងដើម្បីឲ្យបាញ់ទៅអាចបង្ក្រាបពួកសភាវៈខ្មៅនឹងបានបន្ទាប់ពីគាត់ធ្វើកិច្ចចប់ហើយគាត់ក៏បានលើកកាំភ្លើងនឹងបាញ់ទៅកាន់កន្លែងនោះដោយមិនដាក់ដៃនោះទេពេលដែលបាញ់ទៅអ្វីដែលបង្ហាញឬក៏ចង់លោពួកគាត់នោះក៏វាសាប្រលៀបមួយរំពេចតែម្ដងបន្ទាប់ពីអ្វីត្រូវបានរសាត់បាត់ទៅនោះលោកអ៊ំទាំងពីរក៏បានដើរយ៉ាងយឺតសំដៅចូលមកខាងក្រោមផ្ទះរបស់គេពេលដើរមកដល់ខាងក្រោមផ្ទះនឹងភ្លាមពុកជុំក៏បានស្រែកជេរឮថាយីអាសត្វដេរឆានទាំងអស់នេះអ្នកណាមិនលេងមកលេងប៉ះចំអញទៅវិញបើពួកឯងចិត្តសឿងចេញមកតទួលស្រស់តែម្ដងទៅមិនបាច់ប្រើវិធីបំភាន់បែបនេះទេអញស្វឹងហើយវើយអញគ្មានពេលនិយាយច្រើនជាមួយនឹងពួកឯងឡើយបើយល់ល្អចេញមកតែម្ដងទៅបន្ទាប់ពីពុកជុំក៏ស្រែកជេរបែបនឹងចប់ហើយអ៊ំច័ន្ទគាត់ក៏មិនតន់មាត់កអីដែរដោយសារតែពុកជុំបានជេរយ៉ាងច្រើនដូចនេះគាត់ចេះតែសម្លឹងមើលឆ្វេងស្ដាំមុខក្រោយអីចឹងទៅបន្ទាប់ពីពួកគាត់សម្លឹងចូលទៅក្នុងផ្ទះនឹងអស់មួយសន្ទុះក៏គិតថាមិនមានអ្វីនោះពុកជុំគាត់ក៏បានដើរបោកមកខាងក្រោយវិញជាមួយនឹងអ៊ំច័ន្ទនឹងឯងតែមិនប៉ុន្មាននាទីទេអំឡុងពេលដែលពួកគាត់ដើរជិតមកដល់កង់ហើយនឹងស្រាប់តែនៅលើផ្ទះនោះលឺសូរព្រុសប្រាស់ហាក់បីដូចជាពួកទាំងអស់នោះកំពុងតែឲ្យសញ្ញាមកកាន់លោកអ៊ំទាំងពីរថាគេនឹងចេញមកតទល់ចំណែកពុកជុំគ្រាន់តែលឺបែបនេះភ្លាមគាត់មិនបង្អង់យូរឡើយក៏បានទាញថង់យាមដែលគាត់ទុកនៅក្បែរកង់នោះយកមកស្ពាយបន្ទាប់មកគាត់ក៏បានលូកដៃចូលទៅក្នុងថង់យាមនឹងឯងរួចក៏ទាញបាននូវគោអាគមមួយក្បាលពណ៌ឡើងខ្មៅក្រឹបដែលចាបញ្ចុះយន់បន្ទាប់មកទៀតពុកជុំក៏ចាប់ផ្ដើមសូត្រមុនគាថាដើម្បីដាស់សត្វគោមួយក្បាលហ្នឹងដើម្បីឲ្យវាទៅប្រយុទ្ធតទល់របស់អ្វីមួយយ៉ាងដែលនៅក្នុងផ្ទះបាក់បែកនឹងឯងបន្ទាប់ពីគាត់ធ្វើកិច្ចរួចហើយនោះស្រាប់តែឮសូរសម្រែកសត្វគោស្រែកឡើងម៉ឮមែនតែនហើយបរិវេណនៅជុំវិញកន្លែងដែលគាត់ឈរហ្នឹងចាប់ផ្ដើមធ្វើឲ្យដីហុយតិចឡើងលើសម្បីតអ៊ំច័ន្ទក៏គាត់ទៅសើពុកជុំដែរថាមិនធម្មតាពិតមែនគោរបស់ពុកជុំនេះគឺខ្លាំងយកតែមែនតែនតែម្ដងគាត់មិនដែលឃើញអ្នកណាប្រើពីមុនដែលមានអានុភាពខ្លាំងបែបហ្នឹងនោះទេចំណែកសត្វគោមួយក្បាលនឹងវិញបន្ទាប់ពីវាបន្លឺសំឡេងឡើងមិនប៉ុន្មាននាទីស្រាប់តែរំពេចភ្លាមនឹងវាក៏ស្ងាត់ទៅវិញចំណែកផ្ទះដែលបាក់បែកនោះចាប់ផ្ដើមរង្គើដូចមាននរណាកំពុងតែចាប់ងរួនចឹងដែរហើយគណៈពេលដែលផ្ទះនឹងរង្គើមិនមែនអង្គើអត់មូលហេតុទេបងប្អូនគឺរង្គើដោយសារតែរឹតអំណាចគោអាគមរបស់ពុកជុំវារត់ជុលទៅបំបាក់ផ្ទះនឹងចោលតែម្ដងហើយអ្នកដែលការពារផ្ទះនឹងឬក៏អ្នកដែលគេរស់នៅដែលជាពពួកវិញ្ញាណខ្មៅនឹងក៏ចាប់ផ្ដើមចេញមកតទល់ជាមួយនឹងគោអាគមរបស់ពុកជុំដោយពួកនឹងវាមានគ្នាច្រើនមែនទែនគឺគ្នារបស់វាចង់ 4-10 នាក់នៅបងប្អូនមានតូចមានធំមានចាស់មានក្មេងអីចឹងទៅក៏ប៉ុន្តែពួកនឹងវាមិនមែនជាក្រុមល្អទេសុទ្ធតែជាពួកដែលធ្វើបាបដល់ជនស្លូតត្រង់
ហើយពុកជុំគាត់ដឹងបានគាត់មិនចង់ទុកឲ្យពួកនឹងវារស់នៅកន្លែងនឹងឯងគាត់ក៏ប្រើរឹតអំណាចគោអាគមរបស់គាត់នឹងទៅកំទេចកន្លែងកន្លុករបស់ពួកវាចោលតែម្ដងបន្ទាប់ពីក្រុមពួកវាបានបង្ហាញខ្លួនចេញមកតទល់ជាមួយនឹងគោអាគមរបស់ពុកជុំនោះគឺលោកអ៊ំច័ន្ទឃើញហើយឡើងស្លុតចិត្តមែនតែនដោយសារតែរូបរាងពួកនឹងគឺវាពិបាកមើលខ្លាំងពេកខ្លះវិញក៏ស្បែករលេះរលួយជាពិសេសគឺក្លិនតែម្ដងហើយអ៊ំច័ន្ទគាត់ចាញ់នឹងក្លិនគាត់មិនអាចទ្រាំបាននោះទេទោះបីគាត់ព្យាយាមយកអាវយកមកបិទច្រមុះហើយមានទាំងក្រមាព័ទ្ធពីខាងក្រៅមួយជុំទៀតនោះក៏នៅតែមិនអាចទប់ក្លិនដែលឆ្អេះឆ្អាបសាយភាយចេញពីខ្លួនរបស់ពួកវាបានដែរអំឡុងពេលហ្នឹងអ៊ំច័ន្ទគាត់ទុកឲ្យពុកជុំនៅប្រយ័ត្នតទល់តែម្នាក់ឯងគាត់ក៏បានរត់ចេញទៅខាងក្រៅរបងចំណែកពុកជុំឯនេះវិញគឺចាប់ផ្ដើមឈរមើលគោអាគមរបស់ខ្លួនប្រយ័ត្នជាមួយនឹងក្រុមគ្នាវាទាំងអស់នោះងាកមកកាន់ក្រុមគ្នាវាទាំងអស់នោះវិញអំឡុងពេលហ្នឹងអ្នកខ្លះក៏មានដំបងអ្នកខ្លះក៏មានកាំបិតពុថៅអីចឹងទៅដូចមនុស្សពិតដែលចេញមកតទល់ជាមួយនឹងសត្វគោអាគមរបស់ឪជុំតែទោះបីជាពួកវាព្យាយាមអាខ្លះយកខ្សែយកមកចងជើងចងដៃហើយអាខ្លះទៀតព្យាយាមវាយហើយខ្លះទៀតនោះក៏ព្យាយាមយកកាំបិតយកមកកាប់ក៏ប៉ុន្តែគឺកាប់មិនមុតទំបីតែបន្តិចស្បែកគោអាគមរបស់ពុកជុំដូចជាដៃថែមអញ្ចឹងកាប់ឡើងចេញផ្កាភ្លើងតែម្ដងបន្ទាប់ពីក្រុមគ្នាវាទាំងអស់នឹងព្យាយាមម្ដងហើយម្ដងទៀតក៏ប៉ុន្តែនៅតែមិនអាចធ្វើអ្វីគោអាគមរបស់ពុកជុំបាននោះពុកជុំគាត់ក៏ចាប់ផ្ដើមប្រើនៅមន្តគាថាដើម្បីបញ្ជាទៅលើគោអាគមនោះបន្ថែមទៀតគណៈពេលហ្នឹងស្រាប់តែគោអាគមមួយក្បាលនឹងវាចាប់ផ្ដើមពង្រីកខ្លួនរបស់វាធំឡើងដេញជួលក្រុមគ្នាវាទាំងអស់នោះឲ្យរត់យ៉ាងប្រសាចលែងហ៊ាននៅផ្ទះនេះតទៅទៀតហើយបន្ទាប់ពីឃើញថាពួកនឹងវារត់ចេញអស់ពុកជុំគាត់ក៏ចាប់ផ្ដើមស្មឹងស្មាតសូត្រនៅមន្តគាថាហើយជីកម្លងនៅខាងមុខផ្ទះហ្នឹងបន្ទាប់មកទៀតគាត់ក៏បានយកក្របកថាដែលនៅកប៉ៅឲ្យខាងលើរបស់គាត់ធ្លាប់ប្រើរាល់ដងហ្នឹងទម្លាក់ចូលក្នុងលងដែលគាត់បានជីកបន្ទាប់មកគាត់ក៏ធ្វើកិច្ចព័ទ្ធសេមាការពារដើម្បីកុំឲ្យពួកហ្នឹងវាមករស់នៅទីនេះបានទៀតពីព្រោះថាទីនេះគឺជាផ្លូវដែលអ្នកស្រុកអ្នកភូមិគេតែងតែធ្វើដំណើរចូលប្រសិនបើថ្ងៃក្រោយមាននរណាម្នាក់ដែលគេឆ្លងកាត់ទីនេះហើយគេមិនចេះវិជាដោយពួកគាត់ច្បាស់ណាស់នឹងត្រូវក្រុមគ្នាវាទាំងអស់នោះធ្វើបាបរហូតតតែឈឺជ្រុះសក់ក៏ថាបានដែរហើយអ្វីដែលគាត់ធ្វើនោះគឺគាត់បង្ការខ្លាចមានគ្រោះថ្នាក់ដល់ថ្ងៃក្រោយចំពោះមនុស្សស្លូតត្រង់ជាពិសេសអំឡុងពេលដែលពួកគាត់ទាំងពីរមកដល់ផ្ទះនឹងដំបងមិនមែនថាមិនបានសុំទឹកសុំដីនៅទីនេះទេក៏ប៉ុន្តែនៅតែពួកនឹងចេញមកធ្វើបាបតតែបានតែម្ដងដូចនេះប្រសិនបើជ្រុលតែដល់ដំណាក់កាលនឹងហើយពុកជុំក៏លេងធေါ်ក្តៅដាក់ក្រុមគ្នាវាទាំងអស់នឹងដែរគឺកំចាយចោលគ្មានឲ្យនៅកន្លែងនេះបានសុខឡើយហើយមុននឹងពុកជុំក៏សម្រេចចិត្តធ្វើបែបហ្នឹងក៏គាត់បាននិយាយគម្រាមកំហែងទៅកាន់ពួកនឹងជាមុនដែរថាប្រសិនបើពួកនឹងមិនឲ្យសុខគាត់ក៏មិនឲ្យសុខតែប្រសិនបើពួកគេទាំងអស់នឹងតាមថែអាសាការពារគាត់ហើយផ្ដល់សុខមកឲ្យគាត់ក៏ផ្ដល់សុខឲ្យពួកគេវិញដូចគ្នានិយាយទៅរឿងគឺ50-50ទេក៏ប៉ុន្តែពួកនេះហេតុថាវាចង់ឈ្នះចង់ចាញ់សាកជាមួយនឹងពុកជុំបាយជាត្រូវខ្លួនឯងវានេះអន្តរាយទៅវិញសម្បីតែកន្លែងធ្លាប់ថ្នាក់អាស្រ័យក៏នៅមិនសុខផងនេះហើយឥទ្ធិពលនៃការយកឈ្នះចាញ់លេខមកកាន់នំច័ន្ទវិញបន្ទាប់ពីឃើញពុកជុំធ្វើកិច្ចនិងបណ្ដេញពួកនឹងចេញអស់នោះគាត់ក៏បានដើរចូលមកក្នុងរបងផ្ទះវិញបន្ទាប់មកក៏សួរពុកជុំបន្តទៀតថាមិនហើយជុំមុនហ្នឹងពួកនឹងវារត់ទៅដល់ណាខ្លះពេលហ្នឹងពុកជុំក៏បានតបមកកាន់នំច័ន្ទវិញទាំងទឹកមុខញញឹមថាអូមិនអីទេចាប់ពីពេលហ្នឹងទៅពួកហ្នឹងវាលែងហ៊ានមកជន់ទីនេះហើយដោយសារតែអញបានបង្កប់ក្របឋាននៅខាងក្នុងដីហើយអញផ្ដាំប្រម៉ែធរណីផងឲ្យជួយមើលថែនិងការពារកុំឲ្យពួកអាសត្វដេរឆានទាំងអស់នេះមិនស្គាល់បុណ្យបាបវាមកជន់ទីនេះបានឯសោះឥឡូវធ្វើតែប៉ុណ្នេះពួកនឹងច្បាស់ណាស់ស្បត់ក៏វាមិនហ៊ានមកជន់ទីនេះដែរខ្ញុំចាន់នៅនេះវិញបន្ទាប់ពីស្ដាប់ហើយគាត់ក៏បាននិយាយទៅកាន់ពុកជុំបន្តទៀតថាចុះមុននឹងធ្វើបែបហ្នឹងហើយមានបានផ្សាយមេត្តាធម៌ឬក៏និយាយស្រួលបួលដាក់ពួកគេឬក៏អត់ពេលហ្នឹងពុកជុំថាអារឿងស្រួលបួលហ្នឹងគឺវាអស់ពីស្រួលបួលទៅហើយនិយាយមិនស្ដាប់មែនពួកអាចោក្បាលរឹងអស់នេះតែឥឡូវមានតែវិធីចុងក្រោយទេធម្មតាមនុស្សអញឲ្យដឹងស្រាប់ហើយមិនចូលចិត្តនិយាយអ្វីច្រើនទេនិយាយម៉ាត់ណាម៉ាត់នឹងបើស្ដាប់គឺស្ដាប់បើមិនស្ដាប់គិតតាមរឿងមិនស្ដាប់មិនចូលចិត្តនិយាយលោមអង្វរកឡើយវើយអ៊ំច័ន្ទបន្ទាប់ពីស្ដាប់ពុកជុំពោលពាក្យបែបហ្នឹងហើយគាត់ក៏បាននិយាយបន្តមក
ឥឡូវបើជ្រុលតែបណ្ដេញពួកវាទៅហើយយើងក៏ដល់ម៉ោងដល់ពេលវេលាធ្វើដំណើរបន្តទៅទៀតដែរណាមួយបើមើលម៉ោងស្មើនេះដូចជាម៉ោង1ជាងចូលជិត2ទៅហើយទៅខាងមុខតិចគឺមានភូមិអ្នកស្រុកហើយទៅទីនោះទៅណាមួយឲ្យងើបទៅខាងលើទៅឃើញហើយមេឃដូចជាមិនសូវស្រួលទេរកកចង់តែភ្លៀងនឹងឯងពុកជុំស្ដាប់ហើយគាត់ក៏បានតបមកវិញថាអញ្ចឹងយើងចេញដំណើរលើនឹងទៅជួយយកថង់យាមជួយយកឲ្យអញបន្តិចមកមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់ហើយម្ដងនេះហើយអ្នកដប់ឬក៏អញអ្នកដប់ពេលហ្នឹងអ៊ំច័ន្ទថាអញលែងឈឺជើងឈឺអីហើយមិនអីទេហើយឈីខាងក្រោយទៅទុកឲ្យអញជាអ្នកដប់ម្ដងបន្ទាប់ពីលោកអ៊ំទាំងពីរនាក់និយាយគ្នាបានត្រូវរើហើយនោះគាត់ក៏នាំគ្នាចេញដំណើរបន្តមកខាងមុខទៀតលុះមួយសន្ទុះធំគាត់ក៏មកដល់ភូមិអ្នកស្រុកពិតមែនពេលដែលមកដល់ឃើញថាអ្នកស្រុកនៅក្នុងភូមិហ្នឹងតាមផ្ទះនីមួយៗហាក់បីដូចជាស្ងាត់គ្មានមនុស្សនៅទេមិនដឹងថាគេនាំគ្នាទៅចំការឬក៏យ៉ាងណាឡើយបានតែផ្ទះឃើញតែចងរបងទុកចោលរៀងខ្លួននឹងឯងពេលដែលគាត់សង្កេតឃើញរឿងរ៉ាវបែបហ្នឹងលោកពុកទាំងពីរគាត់ចេះតែនាំគ្នាជជែកគ្នាពីនេះពីនោះអីចឹងទៅដោយសារតែពួកគាត់ម្នាក់សុទ្ធតែឆ្លងកាត់នៅរបបខ្មែរក្រហមរួមទាំងរបបសង្គ្រាមដ៏ព្រៃផ្សៃជាច្រើនចំនួនដូចនេះគាត់ធ្លាប់ឃើញទស្សនវិជ្ជានេះរាប់មិនអស់នោះទេគណៈពេលហ្នឹងពុកជុំក៏បាននិយាយជាមួយអ៊ំច័ន្ទបន្តទៀតថាបើតាមអញគិតប្រហែលជាបងប្អូនអ្នកស្រុកអ្នកភូមិនៅទីនេះគាត់នាំគ្នាទៅចំការហើយពុកលបជាអ្នកចំការនេះព្រឹកឡើងដឹងតែចេញទៅមើលហើយយប់បានត្រឡប់មកវិញប្រសិនបើចំការឆ្ងាយអីហ្នឹងអ្នកខ្លះដល់ថ្នាក់ទៅដេកយាមចំការ2 3ថ្ងៃទៀតផងចំណែកចំច័ន្ទវិញគាត់ជាអ្នកធ្វើចំការដែរគឺគាត់យល់រឿងរ៉ាវទាំងអស់នេះហើយពីព្រោះថាគាត់ក៏មិនសូវបាននៅផ្ទះប៉ុន្មានដែរជាមួយនឹងប្រពន្ធរបស់គាត់ហ្នឹងពេលព្រឹកឡើងជួនកាលគាត់ចងរបងទុកចោលហើយទៅនៅឯចំការក៏មានដែរលុះប្រហែលជាបាន 4-5 នាទីក្រោយមកគាត់ក៏បានធ្វើដំណើរជារឿយបន្តមកដល់គិនឹងកណ្ដាលភូមិមែនតែនហើយក៏ឃើញបរិសម្នាក់មើលទៅគេអាយុប្រហែលជារបាក់ខ្ទង់30ជាងក្រាស់អីហ្នឹងទេកំពុងតែអង្គុយពោះអូសនៅខាងមុខផ្ទះកំពេចហ្នឹងលោកអ៊ំទាំងពីរក៏បានបន្ថយលបឿនកង់បន្ទាប់ពីប្រទះឃើញបរិសម្នាក់ហ្នឹងហើយគាត់ក៏បានស្រែកសួរពីក្រៅលបងយ៉ាងលឺថាក្មួយអើយហើយអ្នកស្រុកអ្នកភូមិនៅទីនេះគេតាណាអស់ហើយចំណែកបរិសម្នាក់នឹងវិញបន្ទាប់ពីឮសម្ដីលោកអ៊ំទាំងពីរនាក់បានស្រែកសួរគេពីខាងក្រៅរបងនោះគេក៏បានទម្លាក់ពុថៅពូអូសទុកនៅខាងក្រោមសិនបន្ទាប់មកគេក៏បានដើរមកមាត់របងរបស់គេនឹងយ៉ាងលឿនពេលដែលមកដល់គិមាត់របងគេក៏បានលើកដៃសំពះពីចម្ងាយតែម្ដងនិយាយទៅអំឡុងពេលហ្នឹងលោកអ៊ំទាំងពីរគឺទៅសើមែនទែនដែលបរិសម្នាក់ហ្នឹងគេមានសិលធម៌ខ្ពស់ពេលដែលមកដល់គេក៏បានប្រាប់លោកអ៊ំទាំងពីរថារឿងហ្នឹងវាអញ្ចេះទេណាអ៊ំអ្នកស្រុកអ្នកភូមិនៅទីនេះមិនមែនគេទៅចំការអីទេដោយសារតែគេមិនហ៊ាននៅផ្ទះនឹងឯងប៉ុន្តែឮបែបនេះភ្លាមអ៊ំច័ន្ទក៏បានសួរទៅកាន់បរិសនឹងបញ្ញាបញ្ញាលថាហើយមានរឿងអីក្មួយបានតែគេមិនហ៊ានរស់នៅផ្ទះខ្លួនឯងទៅវិញបរិសនឹងឮហើយគេក៏បានតបទៅវិញថាផ្ទះហ្នឹងមិនមែនគេមិនហ៊ាននៅទេអ៊ំក៏ប៉ុន្តែមួយរយៈធំមកនេះគឺតែងតែមានរឿងរ៉ាវចម្លែកកើតឡើងរហូតហើយរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិហ្នឹងខ្ញុំឮគេនិយាយតគ្នាមកប្រាប់ខ្ញុំដែរទេចំណែកខ្ញុំនេះក៏មិនដែលបានឃើញផ្ទាល់នឹងភ្នែកឡើយត្រឹមតែស្ដាប់ពាក្យចាមបារាមដែលនិយាយពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះហើយបើតាមអ្នកភូមិគេនិយាយថាឃើញនោះគឺឲ្យតែយប់ឡើងម៉ោង 6 ក្បាលព្រលប់មិនទាន់ទេណាអ៊ំដូចជាឃើញស្រមោលមនុស្សពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វហើយពេលខ្លះនោះក៏ឃើញមនុស្សដើរធម្មតាហើយពេលខ្លះទៀតនោះក៏ឃើញសត្វដូចជាសត្វខ្លាអញ្ចឹងលបឿនរបស់វាគឺលឿនខ្លាំងណាស់អ៊ំអើយត្រឹមតែមួយប្រព្រិចភ្នែកអីហ្នឹងម្ដងឃើញនៅទីនេះម្ដងនៅឃើញនៅទីនោះនិយាយទៅរាល់ពេលដែលអ្នកភូមិប្រទះឃើញរឿងហេតុទាំងអស់ហ្នឹងយប់ឡើងផ្ទះអ្នកដែលឃើញហ្នឹងឬបុគ្គលដែលឃើញហ្នឹងដឹងតែមានរឿងហេតុកើតឡើងហើយជាពិសេសរឿងរ៉ាវទើបតែកន្លងផុតបានមួយអាទិត្យទេណាអ៊ំផ្ទះនៅខាងចុងភូមិហ្នឹងពេលដែលអ៊ំមកអ៊ំឃើញស្រាប់ហើយគឺគេចងរបងបិទទ្វារផ្ទះទុកចោលតែម្ដងហើយមូលហេតុធំបំផុតនោះក៏ដោយសារតែមានរឿងរ៉ាវចំពោះកូនរបស់គេដែលទើបតែនឹងកើតបាន 4-5 ខែទេណាអ៊ំអំឡុងពេលដែលម្ដាយរបស់គេជាប់រវល់ធ្វើបាយធ្វើម្ហូបត្រៀមទុកប្តីរបស់ខ្លួនត្រឡប់មកពីចំការនោះគាត់ក៏បានទុកកូនឲ្យដេកលេងនៅលើអង្រឹងហើយគាត់យកខ្សែចងភ្ជាប់ពីអង្រឹងទៅកន្លែងចក្រានបាយដើម្បីងាយស្រួលនៅក្នុងការយល់កុំឲ្យកូនភ្ញាក់
តែអំឡុងពេលដែលគាត់ភ្លេចខ្លួនអ៊ំអើយពេលហ្នឹងកូនរបស់គេនោះស្រែកយំតែ2 3ដងទេពេលដែលម្ដាយក៏លេចភ្នែកមកក៏ស្រាប់តែឃើញកូនរបស់ខ្លួនហ្នឹងគឺអណោចអធមខ្លាំងណាស់ខ្ញុំមិនចង់និយាយទេកាលណាតែនិយាយនឹកដល់រឿងនឹងភ្លាមមានអារម្មណ៍ថាទឹកភ្នែកទប់បញ្ជាប់ឡើយណាអ៊ំគឺកូនរបស់គេនឹងគឺពោះវៀនពោះតាំងនៅខាងក្រៅពោះទាំងអស់ហើយឈាមវិញគឺហូរស្រោចទៅលើធរណីនឹងណាអ៊ំដូចជាមានអ្វីមួយយ៉ាងមកចាប់ហែកគ្នាស៊ីទាំងរស់អញ្ចឹងណាអ៊ំនិយាយទៅខ្ញុំអាណិតអាសូរខ្លាំងណាស់អ្នកភូមិជាច្រើនក៏រត់ទៅចោមរោមមើលព្រាតតែម្ដងអ្នកណាក៏ត្រហូរយំដែរពេលដែលឃើញទស្សនភាពនឹងកើតឡើងហើយគ្នាទើបតែកើតមិនទាន់បានឃើញពលឺថ្ងៃស្រួលបួលផងក៏មានកម្មពីវរាមកបល័យគ្នាបញ្ចប់ជីវិតទៅវិញសម្បីតែលោកអ៊ំមេភូមិពេលដែលគាត់ទៅដល់ភ្លាមក៏គាត់កាំងស្មារតីនិយាយអ្វីមិនចង់ចេញគិតអ្វីមិនចង់ឃើញដែរណែឪពុករបស់ក្មេងនឹងវិញគឺដួលសន្លប់បន្ទាប់ពីគេបានចុះពីលើរទេះគោហើយឃើញរឿងរ៉ាវកើតចំពោះកូនចំណែកបងស្រីដែលជាប្រពន្ធនោះវិញគណៈពេលហ្នឹងគឺគាត់បាត់មាត់បាត់កហើយបានត្រឹមតែអង្គុយសិញ្ចុកសិញ្ជឹងមុខឡើងស្វាយដូចជាចង់គាំងបេះដូងម្ដងម្កាលលុះប៉ុន្មានថ្ងៃក្រោយទៀតខ្ញុំក៏ទៅសួរសុខទុក្ខហើយគាត់មើលទៅដូចជាមនុស្សមួយផ្សេងទៀតមិនដូចមុននោះទេប្រហែលជាកើតវិបត្តិផ្លូវចិត្តដោយសារតែអាណិតកូនពេកសឹងថាគាត់ជាមនុស្សវិកលចរិតទៅហើយណាអ៊ំតែមកដល់ពេលនេះប្តីរបស់គាត់ក៏នាំប្រពន្ធនឹងទៅរស់នៅឯខាងម្ដាយបង្កើតរបស់គេនៅឯភូមិផ្សេងណាអ៊ំគឺមិនហ៊ានរស់នៅទីនេះទេណាមួយកាលណាបរស់នៅទីនេះបន្តខ្លាចថាប្រពន្ធកាន់តែកើតវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ឡើងខ្លាចព្យាបាលមិនជាដោយសារតែនឹករឿងរ៉ាវនិងនឹកឃើញអតីតកាលជាមួយកូនក្រឡេកមកកាន់អ៊ំច័ន្ទនិងពុកជុំវិញគឺឈរស្ដាប់ឡើងក្លបត្រចៀកតែម្ដងមិនហ៊ានបង្រាស់នោះទេចំណែកអ៊ំច័ន្ទវិញគាត់ចេះតែស្រក់ទឹកភ្នែកមកតក់ដោយគ្មានមូលហេតុបរោះម្នាក់នឹងវិញបន្ទាប់ពីឃើញអ៊ំច័ន្ទស្រក់ទឹកភ្នែកគេក៏សួរទៅកាន់អ៊ំច័ន្ទថាអ៊ំអើយកុំព្យាយាមពិបាកចិត្តអីណាមួយរឿងនេះក៏វាហួសទៅហើយគ្រាន់តែថាពួកខ្ញុំរស់នៅរាល់ថ្ងៃនេះគឺព្រលឹងចង់សក់ហើយណាអ៊ំហើយតែដល់ម៉ោង 2 3មិនទាន់ទេម្នាក់ចាប់ផ្ដើមរៀបចំហូបបាយហូបទឹកហើយលុះម៉ោង 3 ជាងតិចតួចហ្នឹងគឺនាំកូននាំចៅឡើងទៅលើផ្ទះអុជចង្គៀងបាត់តែម្ដងយប់ឡើងសម្បីតែមានអ្វីមួយយ៉ាងមិនស្រួលនៅក្រោមផ្ទះឬសំឡេងឬក៏មាននរណាហៅអីហ្នឹងក៏ម្នាក់គឺមិនហ៊ានចេញមកមើលឬក៏បង្ហើបទ្វារមើលទេគឺនាំគ្នាក្របភួយសងំយកសុករៀងខ្លួនទោះបីឮថាផ្ទះក្បែរនេះមានរឿងហេតុអីក៏មិនហ៊ានចុះទៅជួយគ្នាដែរណាអ៊ំបើតាមអ្នកដែលគេឃើញនិយាយប្រាប់ខ្ញុំមកគឺរូបរាងរបស់វានោះគឺសាហាវខ្លាំងមែនតែនហើយមានថ្ងៃមួយនោះលោកអ៊ំមេភូមិក៏នាំគ្នាហៅប្រជុំប្រុសដែលនៅក្នុងភូមិនឹងទាំងអស់ដើម្បីចាប់អ្វីមួយយ៉ាងដែលចម្លែកនោះក៏ប៉ុន្តែពេលដែលវាបង្ហាញខ្លួនគឺមានចង្កូមរួមទាំងរូបរាងដ៏សែនអាក្រក់ហើយរត់អំណាចរបស់វាគឺខ្លាំងណាស់លោកអ៊ំអើយចាប់វាមិនបាននោះទេមនុស្ស2នាក់អីហ្នឹងសឹងថាវាវីតែមួយដៃទេគឺដួលត្រៀបតែម្ដងហើយលោកអ៊ំបើមិនជឿខ្ញុំទេលោកអ៊ំធ្វើដំណើរទៅដល់ខាងមុខបន្តិចទៅលោកអ៊ំនឹងទៅដល់ផ្ទះមេភូមិសួររឿងរ៉ាវពីគាត់បន្ថែមក៏បានដែរណាអ៊ំច័ន្ទស្ដាប់ហើយគាត់ក៏មិនទាន់និយាយអ្វីដែរដោយសារតែអ៊ំច័ន្ទគាត់ដឹងថាអ្វីមួយយ៉ាងដែលកំពុងតែបង្កហេតុដល់អ្នកស្រុកអ្នកភូមិហ្នឹងគឺជាកូនរបស់គាត់នឹងឯងដែលរៀនតម្រាលោហិតបែករហូតខ្លាយទៅជាប្រមាត់ប្រមងនឹងចំណែកពុកជុំគាត់ជាអ្នកអាកាត់នឹងសួរជំនួសអ៊ំច័ន្ទដោយពុកជុំក៏សួរទៅកាន់បរោះវ័យក្មេងឬក៏បរោះវ័យកណ្ដាលនឹងថាអញ្ចឹងទេណាក្មួយហើយចុះលោកមេភូមិវិញគាត់មានប្រាប់មកកាន់ក្មួយថាអ្វីដែលគាត់ឃើញហ្នឹងគឺជារបស់អីឲ្យពិតប្រាកដទេពេលហ្នឹងបរោះហ្នឹងក៏បានតបទៅកាន់ពុកជុំថាបាទអ៊ំគាត់ប្រាប់ថាអ្វីដែលគាត់ឃើញហ្នឹងរួមទាំងអ្នកស្រុកអ្នកភូមិដែលគេនាំគ្នានិយាយហ្នឹងគឺជាប្រមាថប្រមងណាអ៊ំហើយប្រមាថប្រមងនេះគឺវាមានឫទ្ធិអំណាចដោយសារតែវាមិនមែនជាពពួកខ្មោចព្រាយពិសាចអីធម្មតាទេវាជាមនុស្សដែលរៀនអាគមហើយវាបែកដូចនេះគឺពិបាកបង្ក្រាបខ្លាំងណាស់ហើយនៅភូមិនេះគឺគ្មានគ្រូណាខ្លាំងប៉ាកែអាចបង្ក្រាបវាបានទេដូចនេះអ្នកដែលរស់នៅទីនេះអ្នកដែលគេមានម្ដាយឪពុកឬបងប្អូននៅភូមិផ្សេងគឺគេនាំប្រពន្ធកូនឬក៏បងប្អូនគេទៅអស់ហើយទើបអ្នករស់នៅភូមិនេះស្ងាត់ហ្នឹងមិនប៉ុន្មានគ្រួសារទេដែលទ្រាំរស់នៅទីនេះដោយសារតែ
ទៅណាមិនកើតនឹងភាពទល់ច្រកណាអ៊ំគ្រាន់តែលឺដូចនេះភ្លាមអ៊ំច័ន្ទគាត់ក៏បានយកដៃស្ដាំរបស់គាត់ហ្នឹងគោះទ្រូង3ដងសូឡងភឹងភឹងភឹងនិយាយទៅគាត់វាយមួយទំហឹងតែម្ដងរបៀបថាគាត់ធ្វើដាស់សតិដាស់អីចឹងទៅឬក៏គាត់ខឹងនឹងទៅវើរបស់គាត់ក៏មិនដឹងដែលគាត់បន្សល់ទុកនៅដំណើរលហិតឲ្យកូនរបស់គាត់រៀនហើយបែកនឹងធ្វើបាបដល់មនុស្សស្លូតត្រង់ជាធម្មតាអ៊ំច័ន្ទគាត់មានចរិតរបៀបថាជាមនុស្សម្នាក់ដែលចូលចិត្តសាងនៅសេចក្តីល្អពេលដែលគាត់មានកំហុសខុសឆ្គងនៅលើផ្លូវហ្នឹងគឺគាត់មានអារម្មណ៍ថាខ្លួនឯងខុសធ្ងន់ដូចនេះប្រហែលជាគាត់ខឹងខ្លួនឯងជាខ្លាំងបានតែគាត់យកដៃស្ដាំនឹងគោះទ្រូង3ដងលឺមែនតើហើយពេលហ្នឹងបរោះវ័យក្មេងឬក៏បរោះវ័យកណ្ដាលហ្នឹងពេលដែលឃើញអ៊ំច័ន្ទគោះទ្រូងគេចម្លែកគេក៏ជ្រួញញញចៅបន្តិចបន្ទាប់មកគេក៏សម្លឹងទៅកាន់អ៊ំច័ន្ទហើយគេនិយាយថាអ៊ំកើតអីអ៊ំមិនក៏ធ្វើបែបហ្នឹងអ៊ំហើយអ៊ំមានរឿងអីអ៊ំចំណែកពុកជុំវិញគាត់ក៏យកដៃរបស់គាត់ហ្នឹងទៅចាប់ដៃអ៊ំច័ន្ទឡើងជាប់បន្ទាប់មកគាត់និយាយថាយីអានេះវាកើតឈួតអីទៀតហើយបានតែមិននិយាយហេតុផលបែរជាធ្វើបែបហ្នឹងពេលដែលឮពុកជុំនិយាយដូចនេះអ៊ំច័ន្ទថាអញខឹងណាស់មិនគួរណាអាសត្វដេរឆាននេះវាមកធ្វើទុកបុកម្នេញដល់អ្នកស្រុកអ្នកភូមិដែលជាជនស្លូតត្រង់នៅទីនេះទេមិនអីឡើយឯងឲ្យតែដល់ថ្ងៃសិលធំពេលណាអញនឹងចាត់ការឯងថ្ងៃហ្នឹងសំបីតែប្រលឹងក៏អញមិនទុកឯងផងគឺកំចាយចោលតែម្ដងបន្ទាប់ពីស្ដាប់អ៊ំច័ន្ទនិយាយបែបហ្នឹងភ្លាមបរិសម្នាក់ដែលរៀបរាប់រឿងរ៉ាវប្រាប់គាត់ហ្នឹងគេក៏ភ្ញាក់ខ្លួនព្រឺតរបៀបថាគេជ្រួញចិញ្ចើមបន្ទាប់មកគេនិយាយទៅកាន់អ៊ំច័ន្ទថាអូខ្ញុំនឹកឃើញហើយណាអ៊ំរឿងរ៉ាវដែលកើតហ្នឹងគឺកើតចំតែថ្ងៃសិលធំដែលអ៊ំនិយាយមុនហ្នឹងអញ្ចឹងណាអ៊ំឲ្យតែដល់ថ្ងៃសិលធំហ្នឹងមានថ្ងៃមួយអ៊ំខ្ញុំនិយាយប្រាប់អ៊ំតាមត្រង់ស្រាប់តែម៉ោងប្រហែលជាខ្ទង់ម៉ោង 9:10 ទេណាអ៊ំផ្ទះដែលនៅក្បែរគ្នាចុងភូមិហ្នឹងមានកូនស្រីអាយុទៅតែ18 ឆ្នាំអីហ្នឹងទេលបាក់ប្រហែលជាប៉ុណ្ណឹងអាយុរបស់គ្នាពេលដែលម៉ោង 9 ជាងអីតិចតួចហ្នឹងស្រាប់តែឃើញបរិសម្នាក់កាន់ឈើច្រត់ហើយមើលទៅវ័យរបស់គេខ្ទង់អាយុ20ជាងតិចតួចនឹងអីដែរទេហើយមើលទៅគេនោះហាក់បីដូចជាដើររញីរញ័រអត់ឃ្លានខណៈពេលដែលក្មេងស្រីនឹងឃើញបរិសម្នាក់នឹងមកឈរនៅមាត់របងត្រឹងហើយមិនព្រមទៅណាគេក៏បានចេញមកសួរហើយក្មេងស្រីនឹងបើតាមអ្នកស្រុកអ្នកភូមិដែលគេឃើញគឺគេយកបាយយកបោកឲ្យបរិសម្នាក់ដែលឈរនៅខាងមាត់របងកាន់ឈើច្រត់រញីរញ័រនិងបន្ទាប់ពីក្មេងស្រីនឹងហុចបាយទៅឲ្យគេស្រាប់តែបរិសម្នាក់នឹងគេក៏ប្រែកាឡាខ្លួនទៅជាសត្វចម្លែកអ្វីមួយយ៉ាងចាប់ក្មេងស្រីនឹងហើយរត់ល្បឿនយ៉ាងលឿនចូលទៅក្នុងព្រៃបាត់បន្ទាប់ពីអ្នកស្រុកអ្នកភូមិប្រទះឃើញរឿងរ៉ាវរួមទាំងម្ដាយឪពុកនិងក្រុមគ្រួសារគេនាំគ្នាស្រែកឆោឡោទៅក៏លោកមេភូមិរួមទាំងអ្នកភូមិផ្សេងទៀតអ្នកខ្លះក៏ទាញដំបងអ្នកខ្លះទៀតក៏យកកំបិតផ្គាក់ឬក៏កំបិតខ្វែវអីនាំគ្នារត់តាមពីក្រោយអ្វីមួយយ៉ាងដែលយកក្មេងស្រីនឹងពេលដែលទៅដល់អ៊ំហើយឃើញតែពវៀនពោះតាំងទេដែលបន្សល់ទុកនិយាយទៅគឺវាស៊ីតែកូនក្មេងពុំចារីស្ត្រីកមុំនិងកូនងាតែប៉ុណ្ណោះប្រឡេកមកកាន់អ៊ំច័ន្ទសាជាថ្មីបន្ទាប់ពីស្ដាប់រឿងរ៉ាវដ៏រន្ធត់បែបហ្នឹងហើយគាត់ហាក់បីដូចជាទប់អារម្មណ៍មិនចង់បាននោះទេរំពេចភ្លាមហ្នឹងគាត់ក៏បានអោនទៅខាងក្រោមលាដៃដល់ព្រះធរណីចំនួន 4-5 ដៃភឹងពុកជុំឃើញភ្លាមគាត់ក៏ស្ទុះទៅលើកអ៊ំច័ន្ទឡើងថាយីអានេះឯងស្ដាប់ហើយគ្រាន់តែទុកក្នុងចិត្តទៅចាំបាច់បញ្ចេញកំហឹងធ្វើអីហើយអ៊ំច័ន្ទវិញគាត់ថាអញខឹងណាស់បើមិនបានកំចាត់វាទេអញនៅមិនសុខឡើយយប់នេះអញមិនដេកទេពុកជុំលឺភ្លាមគាត់ក៏បានតបមកវិញថាវាមិនទាន់ដល់ថ្ងៃសិលធំឡើយរងចាំឲ្យដល់ថ្ងៃសិលធំទៅហើយអ្នកស្រុកអ្នកភូមិនៅទីនេះក៏គេរងចាំឲ្យដល់ថ្ងៃនោះដូចគ្នាដែរហើយបន្ទាប់ពីចេញពីទីនេះទៅគូណាតែឲ្យប្អូនប្រុសនាំទៅផ្ទះលោកមេភូមិតែម្ដងដើម្បីទៅយករឿងទាំងអស់នេះទៅពិភាក្សាជាមួយគាត់ចំណែកបរិសម្នាក់នឹងវិញបន្ទាប់ពីគេបានស្ដាប់ពាក្យពេចន៍ដែលឪជុំនិយាយជាមួយនឹងអ៊ំច័ន្ទនោះគេឆ្ងល់ហើយគេក៏សួរមកកាន់ពុកជុំរួមទាំងអ៊ំច័ន្ទថាលោកអ៊ំសូមអត់ទោសខ្ញុំមិនមែនចង់ដឹងចង់ឮរឿងរបស់លោកអ៊ំទាំងពីរទេក៏ប៉ុន្តែលោកអ៊ំខាងនេះមានជាប់អីពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់ហ្នឹងពេលហ្នឹងពុកជុំគាត់ក៏មិនទាន់ហ៊ានប្រាប់ត្រង់ដែរគាត់ក៏និយាយថាអូតាមពិតទៅគេម្នាក់នេះជាគ្រូមួយដែលកំចាត់ខ្មោចព្រាយបិសាចនឹងឯងហើយគេទើបតែដឹងដំណឹងថាមានរឿងរ៉ាវកើតនៅទីហ្នឹងគេក៏ធ្វើដំណើរតែមកតែម្ដងទៅ
ហើយនៅពេលដែលក្មួយនិយាយប្រាប់រឿងរ៉ាវគេខឹងចិត្តខ្លាំងពេកដោយសារតែស្អប់ទាំងធ្វើរឿងរ៉ាវបែបហ្នឹងណាក្មួយបន្ទាប់ពីគេបានស្ដាប់ពុកជុំនិយាយហើយគេក៏យល់សាច់រឿងបន្ទាប់មកនៅរំពេចភ្លាមហ្នឹងប្រហែលជាគេកើតនៅសេចក្តីរំភើបរីករាយខ្លាំងពេកអំឡុងពេលដែលភូមិស្រុករបស់គេមានបញ្ហាហើយក៏ខ្លាចគ្រោះថ្នាក់ដល់កូននិងប្រពន្ធរបស់គេនោះគេក៏បានលុតជង្គង់ថ្វាយបង្គំលោកអ៊ំទាំងពីរក្រឹបតែម្ដងបន្ទាប់មកគេពោលពាក្យនិយាយទាំងក្តុកក្តួលថាអ៊ំអើយខ្ញុំប្រហែលជាសំណាងពិតមែនបានលោកអ៊ំទាំងពីរដែលជាគ្រូហើយមកទីនេះដើម្បីកម្ចាត់រឿងរ៉ាវដែលជារឿងអពមង្គលបង្កគ្រោះថ្នាក់ដល់អ្នកស្រុកអ្នកភូមិរបស់ខ្ញុំពិតជាទេវតាប្រុសមែនដែលប្រទានលោកអ៊ំទាំងពីរឲ្យមកជួយនោះទៅចាប់ពីពេលនេះតទៅភូមិនេះប្រហែលជាមានពន្លឺឡើងវិញហើយពីមុនធ្លាប់តែគ្របដណ្ដប់ទៅដោយផ្សែងខ្មៅនោះចូលមកនេះវិញបន្ទាប់ពីឃើញរូបគេលិតជង្គង់ថ្វាយបង្គំក្រឹបនោះគាត់ក៏បានស្ទុះយ៉ាងលឿនទៅលើកបរិសម្នាក់នឹងហើយគាត់និយាយថាឆាប់ក្រោកឡើងមកក្មួយមិនអីទេអ៊ំមកនេះក៏មកចង់ជួយសង្គ្រោះផងហើយក៏វាជាទាវនាទីរបស់អ៊ំទាំងពីរនាក់ដែរមិនអីទេក្មួយក្រោកឡើងមកប្រោះនឹងលឺហើយគេក៏បានក្រោកឡើងតាមការស្នើសុំរបស់ពុកជុំពិតមែនពេលដែលគេក្រោកឡើងហើយគេក៏បាននិយាយបន្តទៅកាន់លោកអ៊ំទាំងពីរថាបើមិនប្រកាន់អីទេលោកអ៊ំទាំងពីរអញ្ជើញចូលមកផ្ទះខ្ញុំសិនទៅណាមួយបើតាមមើលកង់របស់លោកអ៊ំប្រហែលជាធ្វើដំណើរមកពីឆ្ងាយហើយពេលដែលឮដូចនេះអ៊ំច័ន្ទក៏បានតបទៅកាន់បរិសម្នាក់នឹងវិញថាអូអ៊ំមិនលាក់បាំងអីទេណាក្មួយអ៊ំធ្វើដំណើរមកទីនេះគឺឆ្ងាយខ្លាំងណាស់តម្រាំតែមកដល់នឹងគឺឆ្លងកាត់ពីភូមិមួយទៅភូមិមួយជាពិសេសគឺព្រៃភ្នំតែម្ដងធ្វើដំណើរម្ដងគឺវេទនាខ្លាំងណាស់ក្មួយអើយជួបរឿងសពគ្រប់បែបយ៉ាងតែម្ដងបន្ទាប់ពីឮដូចនេះបរិសម្នាក់នឹងគេក៏បានដើរចេញទៅខាងក្រៅរបងរួចគេក៏ជួយបណ្ដាកង់លោកអ៊ំទាំងពីរចូលមកខាងក្នុងរបងផ្ទះគេនឹងរួចគេក៏រៀបចំអីវ៉ាន់របស់លោកអ៊ំទាំងពីរទុកដាក់ឲ្យបានស្រួលបួលបន្ទាប់មកគេក៏បានឲ្យលោកអ៊ំទាំងពីរដើរចូលទៅក្នុងផ្ទះគេបន្តហើយអង្គុយលេងក្រែនៅខាងក្រោមផ្ទះនឹងតបមកគេក៏បានរត់ទៅស្រវាដាំទឹកក្តៅអីចឹងទៅសម្រាប់ឲ្យលោកអ៊ំទាំងពីរហូបពិសាហើយមួយវិញទៀតប្រពន្ធនិងកូនរបស់បរិសម្នាក់នឹងគឺកំពុងតែដាំបន្លែបង្ការនៅចំការខាងក្រោយផ្ទះគឺមិនបានមកទទួលស្វាគមន៍ហើយក៏មិនដឹងថាលោកអ៊ំទាំងពីរជានរណានោះដែរហើយរឿងរ៉ាវមួយនេះខ្ញុំសូមបញ្ចប់តែត្រឹមនេះសិនរាល់ពាក្យសម្ដីខុសឆ្គងដោយប្រការណាមួយនៅក្នុងអត្ថបទក៏សូមខន្តីអភ័យទោសពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាពីចម្ងាយផងហើយសម្រាប់សាច់រឿងយើងនៅភាគបន្ទាប់ដោយបងប្អូនដឹងហើយគឺពុកជុំរួមទាំងអ៊ំច័ន្ទគាត់រងចាំទៅដល់ថ្ងៃពេញបរមីទើបគាត់អញ្ជើញទៅផ្ទះលោកតាមេភូមិដើម្បីរៀបចំកិច្ចការក៏ដូចជាផែនការមួយចំនួននៅក្នុងការចាប់ប្រមាត់ប្រម៉ង់ដើម្បីជួយសង្គ្រោះដល់អ្នកស្រុកអ្នកភូមិដែលស្នាក់អាស្រ័យនៅទីនេះទាំងអស់ហើយរឿងរ៉ាវបន្ទាប់នោះគឺខ្ញុំធានាថាគឺពិសេសមែនទែនគឺជារឿងមួយដែលពោរពេញទៅដោយការប្រយុទ្ធនៅសឹករបៀនអាគមជាពិសេសឪពុកនិងកូនតែម្ដងគឺតស៊ូគ្នាយកឈ្នះយកចាញ់ដល់ថ្នាក់អ៊ំច័ន្ទសឹងថាលះបង់ជីវិតដើម្បីបដូរនៅសេរីភាពដល់អ្នកស្រុកអ្នកភូមិទៀតផងនិយាយទៅគុណតម្លៃរបស់អ៊ំច័ន្ទគឺមិនធម្មតានោះទេហេតុថាគាត់មានកំហុសខុសឆ្គងរឿងរ៉ាវមួយចំនួនក៏ពិតមែនក៏ប៉ុន្តែការតស៊ូការលះបង់របស់គាត់ដើម្បីបដូរនៅសេរីភាពរបស់អ្នកស្រុកអ្នកភូមិនោះគឺជារឿងមួយដែលមិនអាចកាត់ថ្លៃបានជាពិសេសគឺសេចក្តីល្អរបស់គាត់ទាំងពីរនាក់អ៊ំច័ន្ទនិងពុកជុំនឹងមិនមានមនុស្សច្រើននោះទេដែលអាចធ្វើដូចពួកគាត់បានសុខចិត្តលះបង់នៅសេចក្តីសុខផ្ទាល់ខ្លួននិងដើរជួយសង្គ្រោះដល់អ្នកស្រុកអ្នកភូមិដទៃទៀតហើយរឿងរ៉ាវនេះក៏សូមអរគុណនិងបញ្ចប់តែត្រឹមនេះសិនដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅរឿងរ៉ាវបន្តបន្ទាប់នៅភាគក្រោយ